mà mơ tất tập hiệp này sân thì krongទាំងមូលខ្ទេចគ្មានសល់មានតែរណ្ដៅយៈកប់ក្តោងនៅកណ្ដាលក្រុងនៅកណ្ដាលគំនោបាក់បែកនោះយើងឃើញយុវជនម្នាក់មុខស្រោចដោយឈាមដៃម្ខាងចាប់ក្មេងប្រុសម្នាក់ជាប់ក្រាក់រៀបនឹងបុកម្ដាយឲ្យខ្ទេចតែអាសក់សហ្នឹងបែរជាសើចចំអកទៅវិញវាដូចជាដឹងមុនអញ្ចឹងវាផ្អៀងក្បាលមើលទៅម្ខាងរួចនិយាយឌឺថាតួឯកយើងខុសពីពួកអាសម្រាមដីទាំងនោះនៅជុំវិញទីនោះសុទ្ធតែជាសាកសពដែលត្រូវគេសម្លាប់រង្គាលក្នុងសមរភូមិដ៏សាហាវតួឯកយើងយំទាំងទឹកភ្នែកហូររហាមភ្នែកគេឡើងក្រហមងាំងដោយគំនុំរួចស្រែកឲ្យអាម្នាក់នោះបិទមាត់តែអាសក់សនឹងនៅតែឌឺវាញញឹមបែកព្រីផ្សៃរួចប្រាប់ឲ្យសម្លាប់វាចោលទៅព្រោះឥឡូវមានតែគេម្នាក់គត់ដែលធ្វើបានប៉ុន្តែគេបដិសេធគេមិនមែនជាអ្នកបញ្ចប់ជីវិតវាឡើយភ្លាមនោះគេចាប់កអាវអាម្នាក់នោះជាប់រួចសម្លឹងចំភ្នែកវាខ្ញុំបានសន្យាជាមួយក្រុមរបស់ខ្ញុំហើយថានឹងអុកក្បាលឯងចូលគុកឲ្យច្បាប់ចាត់ការគ្រានោះមេឃក៏ចាប់ដើមភ្លៀងខ្លាំងគេនិយាយថាច្បាប់នឹងដាក់ទោសវាតែត្រូវក្នុងចិត្តតួឯកយើងគេនៅតែមានអារម្មណ៍ស្ដាយក្រោយស្ដាយដែលមិនបានសម្លាប់តែម្នាក់នេះចោលតាំងពីដំបូងមួយរយៈក្រោយមកព័ត៌មានក៏បានចុះផ្សាយមុខអសក់សនឹងលេចឡើងពេញទូទស្សន៍ជាមួយចំណងជើងថា violin ដែលសាហាវបំផុតក្នុងប្រវត្តិសាស្ត្រត្រូវបានចាប់ខ្លួនហើយប៉ុន្តែមនុស្សជាច្រើនបានបាត់បង់ជីវិតអ្នកនាំពាក្យនិយាយថាម្នាក់ដែលធ្វើឲ្យពិភពលោកទាំងមូលញ័ររន្ធត់នេះត្រូវបានកាត់ទោសប្រហារជីវិតក្នុងតុលាការវិញកងទ័ពយាមយ៉ាងតឹងរឹងបំផុតចំណែកហាំងវិញត្រូវគេដាក់ក្នុងអាវចងរឹតជាប់ដូចជាសត្វសាហាវអ្នកសារព័ត៌មានពន្យល់ថាគេបានប្រើឧបករណ៍ពិសេសដើម្បីបង្ក្រាបថាមពលរបស់វាតែវានៅតែញញឹមបែបមិនខ្វល់ខ្វាយវាត្រូវបានគេបញ្ជូនទៅឃុំខ្លួននៅជាន់ក្រោមដីទី5នៃពន្ធនាគារសម្រាប់ពួកបិសាចដែលគេហៅថារូឡាយុវជនម្នាក់អង្គុយមើលយ៉ាងស្ងៀមស្ងាត់ខណៈទូរទស្សន៍បន្តថាវីរបុរសខ្លះដែលធ្លាប់តស៊ូជាមួយកាន់យូបានបលីជីវិតអស់ហើយឮបែបនេះតួឯកយើងបង្ហាញទឹកមុខយ៉ាងជូរចត់អ្នកសារព័ត៌មានបន្តទៀតថាពិធីបុណ្យសពសម្រាប់វីរបុរសសមធម៌នឹងប្រារព្ធឡើងនៅយប់នេះរូបថតរបស់ពួកគេម្នាក់ត្រូវបង្ហាញឡើងតួឯកយើងនៅតែអង្គុយស្ងៀមទឹកមុខស្រពោនខ្លាំងមុននឹងលឺអ្វីលើសពីនេះក៏មានដៃម្នាក់មកបិទទូរទស្សន៍នោះចោលកាន់គូក៏ងាកទៅមើលគេឃើញយុវជនម្នាក់ក្នុងឯកសណ្ឋានញញឹមយ៉ាងរាក់ទាក់គេប្រាប់ថាតួឯកយើងគួរតែគេងសម្រាកមិនគួរមើលទូរទស្សន៍ក្នុងស្ថានភាពរបួសបែបនេះទេនេះគឺជាកាន់គូបងប្រុសរបស់តួឯកយើងនឹងជាមន្ត្រីអនុវត្តច្បាប់នៅពន្ធនាគាររូឡាសកាន់គូហៅឈ្មោះបងប្រុសខ្លួនរួចសម្លឹងមើលដៃញ័ររបស់គេចាប់ផ្ដើមគិតដល់រឿងមុននេះរំពេចនោះភ្នែកគេឡើងក្រហមងាំងគេនិយាយថាខ្លួនឯងគួរតែសម្លាប់ហាំងចោលតាំងពីពេលនោះកាន់គូក៏រំលឹកពីការសន្យារបស់ប្អូនជាមួយមិត្តភក្តិក្នុងរូបភាពចងចាំយើងឃើញមេដឹកនាំក្រុមវីរបុរសនិយាយថាភារកិច្ចរបស់ពួកគេគឺសង្គ្រោះមនុស្សមិនមែនសម្លាប់មនុស្សឡើយនាងបន្តប្រាប់អ្នកក្នុងក្រុមថាបើទោះជាជួបសត្រូវសាហាវប៉ុណ្ណាក៏ដោយក៏មិនត្រូវសម្លាប់ដែរព្រោះអក្រិតជនគ្រប់រូបក៏មានសិទ្ធិទទួលការវិនិច្ឆ័យពីច្បាប់ដែរហ្គានយូក៏តបវិញថាស្ដាប់ទៅលយណាស់តែបើវីរបុរសត្រូវគេសម្លាប់វិញតើគួរធ្វើបែបណាមេក្រុមគ្រាន់តែសុំឲ្យគេសន្យាថានឹងមិនសម្លាប់នរណាម្នាក់ដាច់ខាតទោះមានរឿងអ្វីកើតឡើងក៏ដោយពេលនោះគេគ្រាន់តែស្ងាត់មកដល់ក្នុងមន្ទីរពេទ្យវិញបងប្រុសគេនិយាយថាគេយល់ស្របនឹងសម្ដីមេក្រុមនោះគេថាមានតែច្បាប់ទេដែលកាត់ទោសមនុស្សបានហើយភ្នាក់ងារដូចជាគេនេះហើយដែលត្រូវអនុវត្តទោសនោះបន្ទាប់មកគេក៏លួចប្រាប់អាតកំបាំងមួយថាហាំងនឹងត្រូវប្រហារជីវិតនៅសប្តាហ៍ក្រោយហើយបងប្រុសគេនឹងក្លាយជាអ្នកធ្វើកិច្ចការនេះគេធានាថាកាន់គូបានធ្វើតួនាទីជាវីរបរោះបានល្អបំផុតចំណែករឿងបន្ទាប់ទុកឲ្យមន្ត្រីពន្ធនាគារចាត់ការរួចគេក៏ក្រោកឈរហៅតួឯកយើងឲ្យទៅលាមិត្តភក្តិជាលើកចុងក្រោយនៅពិធីបុណ្យសពកម្រងផ្កានិងសម្បត្តិអគុណត្រូវបានគេដាក់ពេញភ្នូវីរបរោះក្នុងពេលជាមួយគ្នាក៏មានការតវ៉ាទាមទារឲ្យប្រហារជីវិតអ្វីលិននោះដែរនៅមុខអាសនៈដែលពេញដោយផ្កាកាន់គូនិងបងប្រុសមើលទៅស្រងូតស្រងាត់ខ្លាំងណាស់ពួកគេដាក់ផ្កាមួយតងរួចក៏ចាក់ចេញទៅមួយសប្តាហ៍ក្រោយមកថ្ងៃដែលត្រូវប្រហារជីវិតហាំងវាបានរត់គេចខ្លួនពីឡានដឹកអ្នកទោសបាត់រួចរូបភាពក៏កាត់មកពិធីបុណ្យសពមួយទៀតតែលើកនេះគឺជាបុណ្យសពបងប្រុសកាន់គូទៅវិញគេយំសោកយ៉ាងខ្លាំងឆ្ងល់ថាហេតុអីអាម្នាក់ដែលគួរងាប់បែរជារស់ចំណែកបងប្រុសគេដែលជាមនុស្សល្អបែរជាត្រូវស្លាប់ទៅវិញខណៈអង្គុយដីក្បែរអាសនៈក៏មានគេហៅឈ្មោះគេស្ត្រីម្នាក់ក្នុងឯកសណ្ឋានដើរមកជាមួយឆ្មាំ2នាក់ទៀតនាងនិយាយថាមិនបានជួបគ្នាយូរហើយនេះគឺជានាយកពន្ធនាគារដែលចង់មកនិយាយជាមួយតួឯកយើងកាន់គូមិនតបតអ្វីទាំងអស់គ្រាន់តែសម្លឹងមើលទៅមុខដោយទទេស្អាតនាងហុចថាប្លែតមួយឲ្យគេមើលគេក៏សួរទាំងឆ្ងល់ថានេះជាអ្វីនាងប្រាប់ថាវាជាវីដេអូថ្ងៃនេះដែលបង្ហាញពីអ្វីដែលបានកើតឡើងពេលប្រហារជីវិតហាំងក្នុងវីដេអូភ្នាក់ងារជាច្រើនកំពុងរុញហាំងលើរទេះដឹកទំនិញហាំងក៏ហៅភ្នាក់ងារម្នាក់ដែលនៅជិតវាប្រាប់ថាភ្នាក់ងារម្នាក់នោះមុខដូចកាន់គូខ្លាំងណាស់រួចវាសួរថាអញជាបងប្រុសវាមែនទេ
ធ្វើឲ្យកាន់គូភ្ញាក់ប៉ាល់ជាខ្លាំង vài lần nó đưa tiệt thà anh chỉ nhận nghĩa đâyแต่ไม่ก็มีทำมาปูนจังรู้วิสูท่าบองปูนถึงปีนั่นนะจีบองแต่กันโกเหมือนตอบมามัด หังก็เป็นต่อสู้ตัวบองเพราะตัวไอ้ยังท่าตาอารมณ์เปสำหรับมนุษย์มีแบบนาได้การโกสล็อตจัดหนึ่งสำนวนนี้ครั้งนะอาสอซอนึงเป็นต่อท่าไอ้จีมันไตรปนตนีกี้นั่งจีเนี่ยสำหรับตอนดัดเวียพนวลท่าการโกจะบ้าจิตหลบสำหรับมนุษย์โรยเฮยเวียเนยแต่สู้ดังดาวเปียรำนูบองเพราะตัวไอ้ยังเนยแต่เงียบแต่หังนี่ยัยเตียงประเงยท่าสำหรับเวียเรื่องนี้สู้โดยบอกจิการโกพยรอนทุดหนึ่งสำได้เวียครั้งนะหังยุ่งยำใบปริบใส่รุ่ยเป็นต่อท่ากรอนแต่ปะติกบุเวียประตูโดยบุกสบูจังบองเพราะตัวไอ้ยังคังดอลกำปูลรุ่ยเก๋ก่อนนี่ยัยตอบวินท่าเก๋หนึ่งต่อสู้ประชังหนึ่งเพียบอัยศทวนี่เวประเดสารยดอกขมายงงดบัตัวจีกวดกรอนแต่สำหรับปุสำรามสังคมก็ได้ก็สบันอักระในแต่ตามลงมันลาดเกงโฮมันชบโชว์เลยขนมสบันดอยูองเวงนุปุเนี่ยตัวประหารชีวิตบานเล็กมุกหมอกจังออลมุกเจประมาทารูปเก๋ก็จิขีตะกอเชียมตะเจมันเนี่ยมันโคปีปุเวียเลยปุเวียเวลตลบหมกเวงจินนิดดำไปถือตีรณกรรมเพลาจัดกอดวองบ้านเนี่ยยัยท่าบัตัวจีเธอรงตกแบบนี้ก็แกงโฮในแต่บรรทอถือการขนมปุ่นตนีกีดอกอักระนี่ดอกได้ปนตายสำหรับแกงโฮกวาดเมียนเหตุพอต่อคลุนกวาดประท่าคลุนกรอนแต่บำเพ็ญตัวในตีจีมันไตรปุ่นตนีกีปนเนาะปลวกบักขมิ้นรูปกวาดเต้ตาเนี่ยหน้าหนึ่งเห็นมาถือการเงียดอกกระขวบมุยนี่หายบรรทอมอกในขนมบรรทุกประหารชีวิตมหาคีตกอเตยเกจองจวบตัวนึงกับอายากิสนีอย่างแน่นเกงฮูบานซัวตะการวิจิเลือกจองเกลาท่าตาเมียนบรรดามาไว้จองยีได้หรือตีจุ่มนัวหมกวิ่งโดยสนามอยู่ยิ้มดอกกูอ้อยรนทดวุ้งใบจะซัวเดือดองตัววิ่งท่ารูเวียงเกงฮูหนึ่งปอนโปรตาเนี่ยนาจีบองปนไตเกงฮูมันควอลให้ก็จับดำดำนาการกัดตัวเพลียมการรอบถอยกราวให้บานจับดำใบปีมวยกรอนไตบุตรตรงตระบานจุดเพลียมสลับไตเอาไว้กรบยางกองงงเงิดสลบไตมาดองเฮงโฮสลังกังมันโยลทำเมียนเรื่องเอาไว้การล้างนิยุปนตนีกีปัญโยธาจำเป็นเลยเตาประหารชีวิตนุทำมาปนหลักกิสนีขนมปนตนีกีโรดิสเตาบานกัดประดับโดยซาโรโลกมันยึดติดอาร์กำบังเนื้อเลือเอกรองวิดีโอมีนแต่พีบงงเงิดเชิงเนื้อขนมปนตนีกีปุชมัมนอมคณีชงอลธาตาวิจิการดัดจรอนหลักกิสนีธรรมดาหรืออย่างนาขณะแต่เกงโฮกำปุงตามโรคมือครูเนี่ยโตอย่างปรงประหยัดรมปิกโนสำเร็จดอตระเจาะสเรดมวยบ้านบรรลือลางกระบายตระเจาะกวาดคืออามหาคิตกอวองเวียบานรุดพอดปีจำนองโดยระเบียบนามันดังทางแต่งอย่างยำดักเกงโฮเฮานี่ยัยท่าเวียดังตั้งปีดำบงท่ามีแต่เกงโฮมันเนี่ยกดได้ไอสำหรับเวียบานเกงโฮสไลปราบอ้อยพยักงี้ไอเตียดกราบจ่อปนใต้วิยุดเปลตะเฮยกาประตูดอกคลังคลามวยบานการลางไซน์ขมาวหอยตระลูมเป็นจรระเบียงขณะได้พยักงี้มันเนี่ยพยายามเตะตองเฮาจำนวนจีบันตวนกวาดเรียกาธาเนี่ยโตบ้านบ่มพลานอุปกรณ์บัญชีบัตรเฮยปนใต้ขนมเปย์ได้กวาดกำปงนิยตามวิจุเตะตองนุมีนได้มวยหมอกปัสมาระบกอดคือวงได้กำปงโชว์อย่างยำอย่างปลื้มปรุยมันต้นแต่งบ้านในเยียไว้พองสลับแต่มกระบอกเนี่ยงี้มันเนี่ยนุจับดำหามเป่าของธรรมดาเกียรติกอสายสบายรุ่ยในเยียท่าประตูหายเพลียมนุกบาลระบอกเนี่ยงี้นุกับประตูกติดบ่มในใส่กเตียดเป็นตีกันไหลแกงโฮเพย์รำทุดจะคลังเปลือยคืนตัดเพียบดอกสาหาวแบบนี้สัตว์โคเคยนุจับดำดาวโจรหมดจับเวียนเนื้อแต่บนต่อสู้ดอกได้ท่าเวียนเนื้อแต่เชื่อท่าแกงฮูคือเจียบองโปรตาเวียสมันเตอร์ได้หรือตีบองโปรระบอกตัวไอ้เยิ้งบ้านดอกดำบองชอบมาวิ่งให้พี่ยิ้มไว้ตัวเลยเนี่ยตัวนุขนมสถานเพียบอ๋อสังคมบำพดปัญไตมนนั่งดำบองนุตัวดอลวงกรอนแต่เลือกได้ลางบันติกก็ถือเอาได้ระบอกเกียงหูเต้ารวมมูลบักติกขมิ้นสัลเลื่อนโดยเพลย์บรรทุเฮงโฮดูตัวเลือกได้ใส่งูโดยการชื่อจับจีคลังหาวงวินเนอร์แต่สวดดื้อดองเตี้ยแท้จอกเลือกนี่ขยมตีเต้าหรือเนื้อบองโปรดอกลาหันรูปนี่เนื้อใต้มันโปร่งจอกจังกวาดคอมปรังจับดำบองมาดองเตียดให้ปรับตัวอาเคียตะกอนุธาเวียนังเต้าดำเตียโตตามฉบับจีมันขานปัญไตอาจจะกวดนุใบจีมือมากวาดดอกไซพเนตดอกตระเจาะสลีปเกงโฮบานสำหรับจัดไว้ลูกจีเลือกจงกรอยโดยใส่ท่ายุติธรรมนังเตยสำหรับกรอนแต่วงเลือกได้ล้างมาดองเตียดเติมแต่ปนม้านวินิตีปนนบองโปรระบบตัวไอยืงก็ตรึกำติดอย่างอันน้อยอาทอมบ่มพดชิมโฮสโรดเป็นดีเอาไว้ได้ในเซซัลเติมแต่จะดมสักมุดดมได้ทลบจีเกงโฮส่งไปแต่รูปเรียงมันนุก็มือมันโยลได้มีแต่หมวกปุลิมวยปนนได้ในซัลสะอาดบาดบรรทบมอกวงบานใหญ่ท่าเวียนังเตยตัวซัวตัวไอตัวมาดองเตียดดำใบจ้องดังท่ากาตีระบบเวียตรำเตยหรืออดบรรทบปีเมอร์วิดีโอนกจับแกงยูสำลังเมอร์ตมกดอกสายพเนตโปเป็นโดยกำหังชูจราลสียงบานเป็นโยธากาวีประหารดอกอาดกำบังนุบานทัวเอาเนี่ยตกตั้งอ๋อขนมปนตเนียเกียรุ่ยพอดปีกากรุบกรองเรื่องละอแต่มวยกดคือปวเวียมันตอนรถจริงกลายรุ่ยเนี่ยลอยเตะปันไตมันไตรจิจารเนี่ยกำปงจบเกียงในขังขนมจะมวยหนึ่งปุใบสายตั้งนุแกงยูสัวดาวกำหังปุกกินโจลธาตาเนี่ยนาจิเนี่ยเนวปีกาวีประหารนี่ปันไตสียงปรับธาเกกำปงแต่เสือพังเกตในลายบรรทบมก
នាងក៏បានសុំទោសដែលត្រូវនិយាយរឿងការងារក្នុងពិធីបុណ្យសពបងប្រុសរបស់គេបែបនេះនាងសួរថាតើកេងយូអាចទៅជួយបង្ក្រាបការបះបោរនៅក្នុងពន្ធនាគារអ៊ូលូសបានដែរឬទេដោយមិនស្ទាក់ស្ទើរកេងយូបានយល់ព្រមភ្លាមប៉ុន្តែមានលក្ខខណ្ឌមួយគេនឹកឃើញសម្ដីរបស់មិត្តរួមការងារថាពេលនេះពន្ធនាគារកំពុងតែច្របូកច្របល់ខ្លាំងបំផុតពួកអ្នកទោសកំពុងព្យាយាមទម្លាយទ្វារចេញមកក្រៅមិត្តភ័ក្តិរបស់គេជឿថាវីរបុរសគឺជាអ្នកសង្គ្រោះមនុស្សមិនមែនជាអ្នកសម្លាប់មនុស្សឡើយរំពេចនោះទ្វារដ៏ធំក៏ចាប់ផ្ដើមរកបើកឡើងពួកអ្នកទោសទាំងអស់បានឈប់ស្ងៀមមួយភ្លែតដើម្បីសង្កេតមើលរួចពួកវាក៏នាំគ្នាស្រែកអបអរសាទរហើយរត់សម្រុកទៅកាន់ច្រកចេញយ៉ាងសប្បាយរីករាយបងប្រុសរបស់គេធ្លាប់និយាយថាមានតែច្បាប់ប៉ុណ្ណោះដែលអាចកាត់ទោសមនុស្សបានប៉ុន្តែគឺពួកអ្នកអនុវត្តច្បាប់ទេដែលជាអ្នកសម្រេចវាសនាចុងក្រោយត្រឹមតែមួយប្រព្រឹត្តភ្នែកពួកអ្នកទោសទាំងអស់ត្រូវខ្ទាតចេញទៅវិញដោយកម្លាំងវាយប្រហារដ៏មហិមាម្នាក់ស្រឡាំងកាំងយ៉ាងខ្លាំងនៅមាត់ទ្វារមានបុរសម្នាក់កំពុងឈរកេងយូមិនចង់ចូលមកក្នុងពន្ធនាគារនេះក្នុងនាមជាវីរបុរសអីនោះទេជាមួយនឹងខ្សែភ្នែកដ៏កាចសាហាវគេបានណែនាំខ្លួនថាជាមន្ត្រីពន្ធនាគារថ្មីព្រោះមុននេះគេបានស្នើសុំចូលមកទីនេះក្នុងនាមជាអ្នកប្រហារជីវិតគ្រាន់តែឮឈ្មោះនេះភ្លាមផ្ទៃមុខរបស់ពួកអ្នកទោសចាប់ផ្ដើមប្រែជាស្លេកស្លាំងដោយការភ្ញាក់អោលជាខ្លាំងពួកវាឆ្ងល់ថាហេតុអីបានជាមានវីរបុរសមកស្លៀកពាក់ឯកសណ្ឋានឆ្មាំគុកបែបនេះទៅវិញប៉ុន្តែមិនយូរបន្តែពួកវាចាប់ផ្ដើមមានគំនិតអាក្រក់ម្ដងទៀតពួកវាគិតថាហ្គេងយូគឺជាមនុស្សល្ងងដែលពួកវាអាចកម្ចាត់បានយ៉ាងងាយពួកវាសម្រេចចិត្តសម្រុកចូលទៅវាយប្រហារគេប៉ុន្តែហ្គេងយូមិនញញើតសូម្បីតែបន្តិចនៅពេលដែលពួកវាចូលមកជិតដល់គេក៏បានទម្លាក់កណ្ដាប់ដៃដ៏ធ្ងន់មួយទៅលើពួកវាគ្រាន់តែមួយដៃប៉ុណ្ណោះរាងកាយរបស់ពួកអ្នកទោសត្រូវដាច់ចេញជាពីរហើយខ្ទាតចេញទៅឆ្ងាយកម្លាំងប៉ះទង្គិចដ៏ខ្លាំងក្លានោះបានបង្កើតជាទិដ្ឋភាពដ៏រន្ធត់ដែលគ្មានអ្នកណាអាចនឹកស្មានដល់ពួកអ្នកទោសដែលនៅសល់ឈរសម្លឹងមើលទាំងហួសចិត្តនិងភ័យខ្លាចបំផុតពួកវាមិនចង់ជឿតតែសោះនៅអ្វីដែលកំពុងកើតឡើងនៅចំពោះមុខហេងយូចាប់ដើមសាកល្បងមីក្រូហ្វូនដែលជាប់នឹងឯកសណ្ឋានរបស់គេរួចក៏និយាយទៅកាន់គ្រប់គ្នាដោយសម្ដីដ៏ត្រជាក់ស្រេបបំផុតគេប្រកាសថាតាមបញ្ជារបស់រដ្ឋាភិបាលអ្នកទោសគ្រប់ជាន់តាំងពីជាន់ដីរហូតដល់ជាន់ក្រោមដីទី5ជាកន្លែងដែលអាវងកំពុងនៅពេលដែលឮសំឡេងរបស់តួឯកយើងអាវងចាប់ដើមមានអារម្មណ៍រំភើបជាខ្លាំងប៉ុន្តែសម្រាប់កេងយូគេចង់មកទីនេះដើម្បីតែរឿងមួយប៉ុណ្ណោះតួនាទីជាបងប្រុសរួចគេក៏និយាយបញ្ចប់យ៉ាងដាច់អហង្ការថាពួកវាទាំងអស់នឹងត្រូវប្រហារជីវិតចោលភ្លាមពួកអ្នកទោសស្ដាប់ហើយសឡង់កាំងមិនជឿនឹងត្រជាខ្លួនឯងតល់តែសោះមកសន្ទុះក្រោយមកពួកវាចាប់ផ្ដើមស្រែកឡូឡាសួរថាអាម្នាក់នឹងកំពុងនិយាយឈួតពីស្អីប៉ុន្តែកាន់យូនៅតែរក្សាទឹកមុខស្ងប់ស្ងាត់មិនរំជើបរំជួលបន្តិចណាស់ឡើយរួចគេក៏សួរបកទៅវិញថាចុះពួកឯងគិតថាវាអយុត្តិធម៌ណាស់មែនទេដែលត្រូវមកងាប់បែបនេះក្រោយពេលសម្លាប់មនុស្សអស់ជាច្រើនអ្នករួចមកស្រាប់តែមានអ្នកទោសម្នាក់នៅខាងក្រោយចាប់ផ្ដើមរអ៊ូទាំមិនសុខចិត្តអាម្នាក់នោះឈ្មោះហេលីដាវាធ្លាប់សម្លាប់មនុស្ស12នាក់ប៉ុន្តែវានិយាយការពារខ្លួនថាវាមិនបានសម្លាប់ច្រើនដល់ថ្នាក់នឹងទេចំណែកអាម្នាក់ទៀតឈ្មោះព្រូកដែលត្រូវចាប់ខ្លួនពីបទសម្លាប់មនុស្ស7នាក់វានិយាយទាំងអំនួតថាម្រាមដៃលើដៃរបស់វានៅមានចំនួនច្រើនជាងមនុស្សដែលវាបានសម្លាប់ទៅទៀតពិតជាពួកអតិរច្ឆានមែនរីយ៉ាម្នាក់ធាត់ឈ្មោះខេតដែលជាប់ចោទពីបទចាប់ព្រ័ត្រកុមាររំលោភសេពសន្តិវៈនិងឃាតកម្មវានិយាយយ៉ាងរំភើយថាវាសម្លាប់មនុស្សមិនដល់5នាក់ផងហ្នឹងបន្ទាប់មកពួកវាគ្រប់គ្នាក៏ចាប់ផ្ដើមសួរដេញដោលថាហ្គាន់យូជាស្អីទៅបានជាមានសិទ្ធិមកសម្រេចសេចក្តីស្លាប់លើពួកវាថែមទាំងស្រែករោគមេធាវីហើយប្រាប់ថាពួកវាក៏ជាមនុស្សមានសិទ្ធិសេរីភាពដែរចំកណ្ដាលហ្វូងមនុស្សដែលកំពុងអ៊ូអរមានម្នាក់កំពុងតែលួចរៀបចំផែនការយ៉ាងស្ងប់ស្ងាត់វាគិតក្នុងចិត្តថាពួកអស់នេះកំពុងតែធ្វើឲ្យរំខាននិងមានសម្លេងខ្លាំងពេកអាម្នាក់ហ្នឹងឈ្មោះឆយកនវាធ្លាប់ជាប់ចោទពីបទរំលោភសេពសន្តិវៈនិងសម្លាប់មនុស្សអស់8នាក់ឆយចាប់ផ្ដើមរៀបចំល្បិចអាក្រក់ខណៈពេលដែលភ្នាក់ងារកំពុងតែរវល់ទប់ទល់ជាមួយអ្នកទោសផ្សេងទៀតចំណែកកាន់យូនៅតែឈរថ្មឹងសម្លឹងមើលពួកវាដោយខ្សែភ្នែកត្រជាក់ស្រេបរំពេចនោះឆយក៏ឆ្លៀតឱកាសពេលកំពុងមានភាពវឹកវរលួចដើរកាត់ហ្វូងអ្នកទោសយ៉ាងលឿនសឹងតែគ្មានអ្នកណាចាប់អារម្មណ៍តតែសោះប៉ុន្តែស្រាប់តែវាឃើញអ្វីមួយយ៉ាងហោះមកពីចំហៀងភ្នែកនោះគឺជើងរបស់គាត់យូដែលទាត់ចំមុខវាពេញទំហឹងបោកផ្ទប់ទៅនឹងដីតែម្ដងអស់លាក់បាត់អពើភ្លាមនោះពួកអ្នកទោសផ្សេងទៀតក៏ស្ងាត់មាត់ឈឹងពេលឃើញរាងកាយរបស់ឆយដេកស្ទុកស្ទឹងក្នុងថ្លុកឈាមលើការ៉ូអ្នកងារថ្មីរូបនេះក៏ពោលឡើងថាគេនឹងផ្ដល់ជំរើសឲ្យពួកវាពីរទី1គឺពួកវាត្រូវព្រមពាក់ឧបករណ៍បញ្ជាដោយសន្តិវិធីរួចត្រឡប់ទៅបន្ទប់ឃុំឃាំងវិញដើម្បីរងចាំថ្ងៃប្រហារជីវិតហើយជំរើសទី2គឺត្រូវងាប់ក្រោមដៃរបស់គេនៅទីនេះភ្លាមតែម្ដងពួកអ្នកទោសគ្រាន់តែលឺហើយក៏ចាប់ដើមភ័យញ័រខ្លួនទៅទ្រឹកប៉ុន្តែមានតែម្នាក់ចិត្តខ្លាំងស្រែកជេរប្រមាថតួឯករបស់យើងហើយសួរថាគេកំពុងនិយាយពីស្អីហ្នឹងរួចវាក៏និយាយបន្តថាតាមពិតទៅជំរើសដែលល្អបំផុតគឺជំរើសចុងក្រោយនឹងឯងវាបញ្យល់ថាទោះជាយ៉ាងណាក៏ត្រូវតែងាប់ដែរដូចនេះងាប់ទាំងបះបោកបែបនេះទើបវាលយ
វានិយាយទាំងញញឹមឌឺដងថាតើលក្ខខណ្ឌចរចានេះវាមិនហួសហេតុពេកទេអីប៉ុន្តែគាត់យូតបវិញយ៉ាងខ្លីថានេះមិនមែនជាការចរចាទេព្រោះអ្វីដែលគេផ្ដល់ឲ្យពួកវាចុងក្រោយគឺមានតែក្តីមេត្តាប៉ុណ្ណោះភ្លាមនោះពួកអ្នកទោសទាំងអស់ចាប់ផ្ដើមញ័ររន្ធត់ខ្លាចបាត់បង់ជីវិតហើយថែមទាំងឆ្ងល់ថាហេតុអីបានជាវីរបុរសនៃសមធម៌បែរជាមកនៅទីនេះទៅវិញអ្នកទោសខ្លះក៏សម្រេចចិត្តប្រើឧបករណ៍បញ្ជាម្ដងទៀតចំណែកឯម្នាក់ដែលឌឺដងមិញក៏ចាប់ផ្ដើមហាមាត់ឡើងដែលមានពន្លឺជះចេញមកយ៉ាងចម្លែកបន្ទាប់មកវាបានបញ្ចេញសំឡេងស្រែកដ៏ខ្លាំងក្លាបំផុតដែលធ្វើឲ្យពួកអ្នកទោសដទៃទៀតត្រូវស្ងាត់មាត់ឈឹងម្ដងទៀតវាក៏លើកម្រាមដៃឡើងរួចបញ្ជាឲ្យគ្រប់គ្នាស្ដាប់វានិយាយថាទោះបីជាម្នាក់នឹងជាវីរបុរសនៃសមធម៌ក៏ដោយក៏មិនចាំបាច់ទៅខ្លាចវាដែរវានិយាយទាំងអំនួតថាមិនបាច់ទៅចរចាជាមួយអាខ្លាំងតែម្នាក់ឯងនឹងទេព្រោះវាធ្លាប់សម្លាប់វីរបុរសលំដាប់ទី2បានសម្រេចរួចទៅហើយដោយសារតែការរួមដៃគ្នាពួកអ្នកទោសដទៃទៀតគ្រាន់តែឮហើយក៏សម្ដែងក្តីភ្ញាក់ផ្អើលនិងមិនចង់ជឿនឹងសម្ដីវានោះទេប៉ុន្តែពួកអ្នកទោសដែលត្រៀមនឹងចោះចាញ់មិញហ្នឹងចាប់ដើមញញឹមឡើងវិញនៅពេលដែលឃើញថាមានឱកាសអាចឈ្នះភ្នាក់ងារថ្មីម្នាក់នេះបានរួចអាម្នាក់ដែលស្រែកមិញក៏និយាយលើកទឹកចិត្តថាកុំតែខ្លាចវាអីយើងរួមដៃគ្នាសម្រាប់វាចោលទៅដើម្បីដណ្ដើមយកសេរីភាពរបស់យើងមកវិញក្រោយពីបានឮបែបនេះហ្គាន់យូក៏ដឹងភ្លាមថាអាម្នាក់នឹងច្បាស់ជាមេខ្លោងនៃពួកកាកសំណល់ដែលនាយិកាធ្លាប់បានប្រាប់គេកាលពីមុនមិនខានក្នុងការចងចាំនាយិកាធ្លាប់បញ្យល់ថាគុករូលីសបែងចែកអ្នកទោសទៅតាមកម្រិតនៃគ្រោះថ្នាក់ដែលពួកវាបង្កឡើងនៅជាន់ទី1គឺជាពួកអ្នកដែលធ្លាប់សម្លាប់មនុស្សជាច្រើននៅទីនោះមានឃាតករសេរីច្រើនជាង300នាក់ឯណោះចំណែកនៅជាន់ក្រោមដីនៃជាន់ទី1វិញមានអ្នកទោស1000នាក់ដែលធ្លាប់ធ្វើឲ្យទីក្រុងទាំងមូលធ្លាក់ក្នុងគ្រោះថ្នាក់នៅជាន់ទី2វិញមានមនុស្សច្រើនជាង30នាក់ដែលអាចបំផ្លាញមហានគរបានយ៉ាងងាយចុះជាន់ទី3នៅទីនោះមានមនុស្ស10នាក់ដែលអាចធ្វើឲ្យប្រទេសជាតិទាំងមូលវិនាសអន្តរាយបានរីឯនៅជាន់ក្រោមដីនៃជាន់ទី4មានមនុស្ស5នាក់ដែលអាចបង្កគ្រោះថ្នាក់ដល់ទ្វីបទាំងមូលហើយចុងក្រោយបំផុតគឺជាន់ក្រោមដីនៃជាន់ទី5ដែលមានមនុស្សត្រឹមតែ3នាក់ប៉ុណ្ណោះរួមទាំងហួងផងដែរដែលពួកវាសុទ្ធតែជាអ្នកដែលអាចធ្វើឲ្យពិភពលោកទាំងមូលរលីបាត់បានសៀនសួរថាតើគេគិតថាមនុស្សច្រើនពេកទេប៉ុន្តែនាងនិយាយថាចំនួនមនុស្សដែលត្រូវដោះស្រាយពិតជាតិចជាងនឹងឆ្ងាយណាស់បន្ទាប់មកនាងក៏និយាយអំពីអ្នកទោសនៅជាន់ក្រោមដីទី2នៅទីនោះមានយុវជន2នាក់ដែលប្រើធម្មពលម្យ៉ាងចាប់ក្បាលមនុស្សហើយបង្ខំឲ្យសារភាពបាបកម្មរបស់ខ្លួនខណៈពេលនោះដែរនៅជាន់ក្រោមដីទី5ហួងក៏បានជួបនឹងក្មេងស្រីម្នាក់ទៀតដែលបានរំដោះខ្លួនចេញពីអាវដែលគេចងរឹតនាងជាប់ក្នុងដៃរបស់គេកំពុងកាន់ដុំសាច់មួយដុំរួចគេក៏និយាយថាគេមិនដឹងថាមានអ្នកណាម្នាក់នៅទីនេះសោះស្របពេលដែលនាយិកាកំពុងបញ្យល់តួឯកថាពួកអ្នកទោសទាំងនេះមិនសូវចោះសម្រុងគ្នាប្រហែលទេក្មេងស្រីម្នាក់នោះក៏សម្លឹងមើលហួងដោយខ្សែភ្នែកប្លែកខុសពីធម្មតាគេក៏ញញឹមបែបសាហាវរួចនិយាយថានាងនឹងអាចកំដរគេលេងបានរហូតដល់កាន់យូមកដល់ទីនេះបន្ទាប់មកនាយិកាក៏បន្តបញ្យល់ទៀតថាជាន់ទី1គឺមានលក្ខណៈពិសេសខុសពីគេនាងបង្ហាញរូបថតមួយសន្លឹករួចនិយាយថាពួកអ្នកទោសទាំងអស់គឺរួបរวมគ្នាជុំវិញអ្នកទោសម្នាក់នៅក្នុងរូបថតនោះអ្នកទោសនៅក្នុងរូបថតគឺជាអាម្នាក់ដែលស្រែកដាក់កាន់យូមិញនឹងឯងវាឈ្មោះថា Hilison វាមានសមត្ថភាពពិសេសដែលអាចពង្រឹងកម្លាំងឲ្យគ្នាវាបានតាមរយៈសម្លេងដែលវាបញ្ចេញមកត្រឡប់មកក្នុងគុកវិញកាន់យូបាននិយាយថាអ្នកទោសម្នាក់នេះធ្លាប់សម្លាប់មនុស្ស7នាក់នៅក្នុងមន្ទីរពេទ្យហើយបបូករួមទាំងវីរនារីម្នាក់ទៀតគឺសរុប8នាក់ប៉ុន្តែ Hilison ក៏កែតម្រូវភ្លាមថាវាមិនមែន8នាក់ទេគឺ10នាក់ឯណោះនិយាយរួចវាក៏ញញឹមយ៉ាងព្រៃផ្សៃវានិយាយថាវីរនារីម្នាក់នោះកំពុងតែមានផ្ទៃពោះកូនភ្លោះទៀតផងហ្គាន់យូស្ដាប់ហើយក៏ឈរថ្មឹងក្នុងចិត្តពុះកញ្ជ្រោលជាខ្លាំងរួចគេក៏ហៅទៅនាយិកាតាមមីក្រូហ្វូននៅមួកឯកសណ្ឋានហើយសួរថាតើគុកនេះវាមានភាពរឹងមាំកម្រិតណាដែរព្រោះមើលទៅគេប្រហែលជាត្រូវបញ្ចេញកម្លាំងបន្តិចហើយដើម្បីកម្ចាត់ពួកកាកសំណល់អស់ទាំងនេះឲ្យខ្ទេចតួឯកយើងបារម្ភខ្លាចគុកនេះបាក់ប៉ុន្តែនាងធានាថាវារឹងមាំណាស់មិនបាច់បារម្ភពីរឿងហ្នឹងទេកានូក៏ធូរចិត្តព្រោះគេមិនបាច់លាក់កម្លាំងទៀតឡើយតែ Hilison បែរជាសើចចំអកថាគេគ្រាន់តែអួតយកតែម្នាក់ឯងវាជេរប្រមាថថាកាណូគ្មានសមត្ថភាពតាំងពីដើមហើយដែលចាប់ហាំងបានក៏ព្រោះយកមិត្តភ័ក្តិធ្វើជាចំណីតែប៉ុណ្ណោះជាមួយនឹងស្នាមញញឹមដល់ព្រៃផ្សៃវានិយាយថានឹងបញ្ជូនកាណូទៅរកមិត្តភ័ក្តិនៅឋាននរករួចក៏ស្រែកបញ្ជាឲ្យអ្នកទោសទាំងអស់វាយលុកពួកអ្នកទោសចាប់ផ្ដើមមានអារម្មណ៍ថាខ្លាំងជាងមុនព្រោះតែសមត្ថភាពពិសេសរបស់ Hilison ដែលជួយពង្រឹងកម្លាំងពួកគេមានអារម្មណ៍ថាធម្មពលកំពុងហូរហៀពេញខ្លួន Hilison ក៏បញ្ជាឲ្យអ្នកទោសទាំងអស់សម្រុកចូលកំទេចកានូតែម្ដងតែកានូគ្រាន់តែទាត់មួយជើងចេញអូរ៉ាពណ៌ក្រហមឆ្អៅមួយរំពេចនោះពួកអ្នកទោសទាំងអស់ត្រូវដាច់ខ្លួនជាពីរទាំងមិនទាន់បានប៉ះគេផង Hilison និងអ្នកទោសឯទៀតភាំងស្មារតីសឹងមិនជឿនឹងភ្នែកមនុស្សជាច្រើនស្លាប់ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះសាកសពអ្នកទោសដែលចូលទៅវាយមុននេះខ្ចាត់ខ្ចាយពេញដីបង្កជាភាពភ័យខ្លាចដល់ Hilison យ៉ាងខ្លាំង
มันตกเอาขาดเปลการนูจับดามวีประหาบรรทอเกเลือกเชิงลางปูรวยก็จวนกลมติดใดโดยกำลังมหาศาลถ้ามาปลโดยเจ็บเพลย์บนโตบานเบาเบาเนี่ยโตทั้งอ่อยหอกลางเลือกำลังนี่คลั่งดอกถนัดเป็นจุยเป็นกุกตังมูแต่มาดองในก่อนลายน้ำมุ้ยขนมบรรทบของแข็งเนี่ยโตเปียกมามันเนี่ยเพี้ยเปล่าหนึ่งสำเร็จประตูนี่เฮาเกดังพลีมทาการโนมอดดอลเฮาพวกเนี่ยโตได้เตียดลางเลือเมย์สไลยมอย่างคลั่งเปลเกละจกหมกวิ่งปนตายการนูกำปุงแต่รงจำพวกเกปีขังเลือได้ระบอกการโนบรรจังทำมาโปลอย่างคลั่งรวยปลายตะเจียกระยำใบสายดำใบเตรียมประดับชีวิตผู้เวียเคยแบบนี้พวกเนี่ยโตพี่เยี่ยมไว้เบาดำใบกาเปียกลวนแต่งต่อสลดบ่มพดปนตายการโนบานปลาสมรรถเพียบโมตีมุยบรรจังกำรัสไม่ทำมาโปลจักตำลูกกรุบเนี่ยโดยเจียสำนักมรณะตรมวยประเภทเพลสะสมเนี่ยโตเติร์ดักเจียขนาดฮิลิสันสุ่มไปแต่ตุกคลวนกับมันตวนพองเกมเหมือนจ้องเจอตัวตะสอถ้าตรมกาไวประหาแต่มุยการนูบานบันซอลตุกกับโนสะสับรอบมันออกแบบนี้บรรทอมอกตัวไอยังกอริกาตามไมโครโฟนทาเนี่ยโตในจวนตีมุยแต่งออกเติร์บานประหาชีวิตรุ่ยรอลเฮยการนูบรรทอแต่การบรรทุกคมแข็งดักดอยไหลเกซึ่งแต่มันดังทาคลวนไอบานสำหรับมนุษย์ออกประมาณรอยเนี่ยแต่เฮยเตตามเพลวเกบานจวบเนี่ยตัวปีเนี่ยเตียนรุ่ยกอบัญชีเอาเจอเรือแปะอุปกรณ์บังคับหรือก็เติร์สลับเนื้อที่นี่นักโตได้ดื้อดองมันสกจัดก็สำหรับโจมไวการนูแต่เติร์การนูตอดมือเชิงตุกบาลติกบัดการนูดาวหัวโดยมันควอลรวยนักเคยสำได้ซีอุนถ้าเนี่ยตกจวนตีมุยเมียนประหายใบรวยเนี่ยโบราณมันเนี่ยเทียดเพยคลายดอกธนายัวคลวนไปเคยมัดแพะเตอร์กิตอดสลับแบบหนึ่งก็โยนโปรมตามบัญชีพลีมการนูปรับออยเวียมกยกอุปกรณ์บังคับโบราณมันเนี่ยนุเลิกได้ลางจากยัวตัวเตี้ยรวยก็สู้รุกอุปกรณ์แต่สลับแต่เวียบัญจันสนามยิมดอกกระเฮาดมทำมาปูลปัวสวายก็เล็กลางขนมได้ระบบเวียวินเวียบานบังกำแรสมัยดักการโนเตียงสายจมอปนตายบนตัวปีบไซงรลีบัดการโนเนยแต่ชัวธรรมดาขมิ้นทรงใบแต่สนามจกุดการโนนักเคยสำได้สตรึงมันเนี่ยได้ทลบตรึงมันเพียกเกจับบานเนียงทลบนิยัยทาเนียงอันนึกปูได้ขมิ้นกำลังกายเนียงยลทาปูได้ปลากำลังประเภทเซ็งนั่งมันอาจยลปีอารมณ์รำเพิบเปได้บานกำติกมนุษย์โดยได้ตัวเราขณะเปได้การโนดาลเนี่ยโตมันเนี่ยนุเกก็ชงอลทาตาอารมณ์รำเพิบแต่เนียงเนี่ยยิงนุจี้อารมณ์แบบนะสำหรับการโนการดาวสำหรับมนุษย์มันเนี่ยเวียมันเขาไอปีกาโยได้ตัวยีบ่มใบสดมือกรอบนุเตเปลแต่ดอลบรรทบคมแข็งได้โดยไลท์เกก็ไวโกดบากฟีในทางขนมนุเมียนบรอมันเนี่ยกำปงรงจำสลับเนี่ยโตแปะมามันเนี่ยนุกรอนแต่เคยมุกการนูก็ดังเพลียมทาเกคือจีมาจักสำเร็จประตูดอกคลังการปีมนนี่เวซูทาบัดมุกตะยูปนาเฮยเวียคือจุกฟิลเดอร์เนี่ยโตได้จูจัดซีซัดมนุนั่งบ่มพลางสะสอบเวียดาวหมกจิตรวยนิยัยดื้อดองทาเวียรบรอยืงประหารจีบานการเงียทำไมเฮยเมื่อตื่นแต่ตึกมุกฮัดดูจีมันซื้อละอสอการนูกับดอลจำเรือเอาเวียโดยขณีแปะอุปกรณ์หรือก็สลับจกดอกมาจังรวยนิยัยทามันนักสมานถ้าจูบขณีแบบนี้ตีขนมกำรองจองจำจกทลบตะบานกิจับจองหนึ่งบังกูทมออย่างแน่นเกลียนุการนูบานคืนเอาไว้อย่างดอกกูเอาขปืมเมียนเชียมโฮสระในจัดใดได้เติร์กิกัดได้จกซัวแต่งยิมชกวดท่าตาวิกูเอาชงไงไหนตีเวียนิยัยทาสัตอย่างนู้เติบตายสำหรับนั่งจำอันทำไมที่นี่ท่าเจียดหรือแบบนี้การนูกอสำรับจัดทาเราแต่ลบบำบัดวิจารการนูบังเจงทำมาโปลระบอกเกพลีมมัดแพะเกมือเตอร์บารอมครั้งนะขณะในการนูจ้องสำรับวิออยพดพูดแต่มาดองปนแต่ประเทียนกรมวีรบรอบานไซควาดแต่งตะบกเกรียมกรอมเนียงมันจ้องเอาการนูคลายจีเคียตะกอนุติการนูได้เจงแต่งมัวมือปลูกเกมันเป็นจัดได้ปุวีรบรอสำรับจัดจับจำนวนอยการสำรับเจ้าแบบนี้ตลอดมาปัจจุบันการนูบังเจงกำลังเป็นตุ่มหึงรวยมันเจาะแท้บางมันเชื่อเรื่องอุปกรณ์ตีนุคือจีการเชื่อเรื่องสิ่งใดสลับจกเพียเยี่ยมสัวการนูปีมูลให้ได้เวียสำหรับมนุษย์เจ้าแบบนี้แต่มันตอนนี้ยี่จอบผองการนูบานเหาะเตากัดบาลเวียกระวัดเจ้าพลีมเกนี่เยี่ยยังใครท่าอันมันจ้องดังตีแต่สำหรับแต่เมียนสำลีมาอย่างบนลือหลังสปีกจุกนึงเวียนเอาเมียนหนังหามนั่นเลยตีเวียเฉลียดอวดแต่งกำโรลท่าเวียมันสไลด์เกลาได้สำหรับมนุษย์เลยปลุกเวียจ้องเอาเกย์กรุบขณีจ้องจำชมุกเวียจีนิเวียเจอเจ้าท่าเป็นเวียสำหรับนานามันเนี่ยเวียนังคลายจีมนุษย์เด็ดดอกจวบขนมคูกบาลจนรงกรุบบำพดอำนาจระบบเวียปัจจิตเท่าเทียบเต็นเวียเรียบรวบแต่งโมตนะเพียบท่าเวียปราธามาปลพเนตพรจรลอมดำใบบรรซอลตกกาจองจำดอรุนทดบำพดเอาจนรงกรุสลับเต็มพเนตมันจัดนั่งมันอาจเปลี่ยนเบียบานส้มใบแต่คลวนเวียก็จำมกจนรงกรุกรุบขณีได้เวียบานสำหรับได้รวยเวียก็ดื้อดองซัวกางกูท่าจ้องเอาเวียบังหายมกมันเนี่ยอ้อยมือเลยนี่ยี่มันต้อนพอดปีมอดพองจกบำรงหนังเปล่าทามาปลเฮาเปลืองขมิ้นสรีมันเนี่ยเมาแต่กางกูเลือนเจียงเก็กับได้เวียกเตี้ยมือลงไปเชียมหกใจเป็นใดขณะได้จุกกงชี้จับกังกูก็เกิดขนมจัดทาประหายเมาปีจรัดจังไรแบบหนึ่งให้เติบเวียเราเกดักคมได้โดยไหลกีก็เป็นจริงทามาปุลบังเกิดจิตดาวอย่างหมดสุดมุนเปได้จอล
ជុកសួរទៅកាន់ទូឯកយើងថាតើឯងចាំទេថាឯងសម្លាប់មនុស្សអស់ប្រមាណអ្នកហើយ Gangu តបវិញយ៉ាងត្រជាក់ថាគេមិនដែលចងចាំសម្រាមដូចជាវាឡើយប៉ុន្តែស្រាប់តែរឿងមិននឹកស្មានដល់កើតឡើងមិត្តភ័ក្តិដែលជាវីរបុរសរបស់គេបែរជាបង្ហាញខ្លួននៅចំពោះមុខមេក្រុមសម្លឹងមើលគេដោយកែវភ្នែកស្រងូតស្រងាត់ហើយខាត់មិនឲ្យគេបន្តធ្វើរឿងបែបនេះទៀត Gangu ស្រឡាំងកាំងនិយាយមិនចេញមួយសន្ទុះពួកម៉ាក់ចាស់ចាស់នាំគ្នាហៅឈ្មោះគេមិនឈប់ចំណែកអាចុកវិញសើចយ៉ាងព្រឺហើនព្រោះវាគិតថាលើកនេះ Gangu ប្រកាសជាទុនចិត្តមិនខានប៉ុន្តែស្មានខុសហើយទោះបីជាមានការអង្វរកក៏ដោយ Gangu មិនស្ទាក់ស្ទើរឡើយគេវាយមួយដាវដាច់ខ្ទេចខ្ទីរាល់រូបភាពបំភាន់ភ្នែកទាំងអស់នោះភ្លាមលបែងក្មេងលេងអស់ហើយមែនទេ Gangu សួរដោយទឹកមុខកាចសាហាវបំផុតឃើញបែបនេះអាឈុកភ័យស្លន់ស្លោដល់ថ្នាក់និយាយអ្វីមិនចេញវាមិនជឿតតែសោះថា Gangu ហ៊ានកាប់សម្លាប់មិត្តភក្តិឯងដោយមិនញញើដៃបែបនេះទូឯកយើងដើរចូលទៅជិតយឺតរួចប្រាប់ហេតុផលមួយថាពួកមិត្តភក្តិរបស់គេស្លាប់បាត់យូរហើយនិយាយមិនទាន់ផុតពីមាត់ផងគេក៏កាប់អាឈុកដាច់ជាពីរយ៉ាងសាហាវធ្វើឲ្យវាភ័យខ្លាចដល់ឆ្អឹងខ្នងនេះគ្រាន់តែជារូបភាពคล้ายប៉ុណ្ណោះ Gangu បន្តទៀតថាពេលនេះគេមិនមែនជាវីរបុរសអីទៀតទេគេគ្រាន់តែជាអ្នកយាមគុកម្នាក់ប៉ុណ្ណោះអាឈុកដកដង្ហើមចង្រិតរួចតបវិញថាគេមិនមែនជាអ្នកយាមគុកធម្មតាទេគេគឺជាបិសាចដែលមិនខុសពីអាហារប៉ុន្មានឡើយលើសម្ដីនេះហើយ Gangu ហាក់ដូចជាភ្ញាក់ផ្អើលបន្តិចចំណែកនៅជាន់ក្រោមទី5វិញអាវ៉ាំងកំពុងតែលេងសើចនឹងដុំសាច់ក្នុងដៃរបស់វាក្មេងស្រីដែលដេកដួលលើដីគ្មានកម្លាំងសូម្បីតែរើបំរាស់បន្តិចសោះនាងបានត្រឹមតែនៅស្ងៀមស្ងាត់ក្នុងសភាពគួរឲ្យអាសូរបំផុតអាវ៉ាំងចាប់ផ្ដើមធុញវារងចាំមើលថាតើកាលណាទើប Gangu ចុះមកដល់ឬក៏វាគួរតែឡើងទៅរកដល់ខ្លួនឯងវិញទៅល្អពេលនេះមេឃងងឹតស្លុបបាត់ទៅហើយនៅលើកំពូលភ្នំមានមនុស្ស3នាក់កំពុងតាមដានសកម្មភាពក្នុងគុកយ៉ាងស្ងប់ស្ងាត់បុរសម្នាក់ហៅស្រីម្នាក់ថា Sinkanim គេសួរនាងថាតើពេលណាទើបត្រូវចេញមុខអន្តរាគមន៍ប៉ុន្តែសិង្កាហាក់មិនខ្វល់ឡើយនាងកំពុងតែតាមដានកាមេរ៉ាសុវត្ថិភាពតាមរយៈ tablet យ៉ាងជក់ចិត្តរហូតដល់ Gangu បង្ហាញខ្លួននាងញញឹមយ៉ាងសប្បាយចិត្តរួចនិយាយរឿងមួយដែលធ្វើឲ្យកូនចៅស្រឡាំងកាំងគីម្នាក់នេះហើយជាប្តីរបស់ខ្ញុំបុរសម្នាក់ឈ្មោះ Kanis ស្ដាប់ហើយស្ទើរតែមិនជឿទៅជាគេប្រាប់នាងវិញថាលោកស្រីខាឈ្នះការប្រកួតបាត់ហើយអាហាងឯនោះទេជាប្តីរបស់នាងស្រីម្នាក់ទៀតឈ្មោះ Kat ក៏យល់ស្របដែរនេះជាមូលហេតុដែលពួកគេបើកការវាយប្រហារដើម្បីជួយសង្គ្រោះអាហាងម្នាក់នោះឯង Kanis បន្ថែមទៀតថា Gangu គ្រាន់តែជាវីរបុរសដែលមករារាំងការរីកចម្រើនរបស់មនុស្សជាតិប៉ុណ្ណោះប៉ុន្តែសិង្កាសម្លឹងមើលអេក្រង់ហើយនិយាយថាគេធ្លាប់ជាវីរបុរសមែនប៉ុន្តែពេលនេះគេមិនមែនទៀតទេ Kanis និង Kat ចាប់ផ្ដើមដេញដោលថានាងត្រូវតែជ្រើសរើសតែម្នាក់គត់ព្រោះការមានប្តីពីរជាទោសកំហុសសិង្កាស្ទះស្ទើរមិនដឹងជ្រើសយកម្នាក់ណាឡើយរវាងអ្នកចាស់និងអ្នកថ្មីប៉ុន្តែចុងក្រោយនាងក៏សម្រេចចិត្តយ៉ាងរំភើបថាខ្ញុំនឹងយកអ្នកណាដែលនៅរស់នាងញញឹមយ៉ាងមានល្បិចរងចាំមើលថាតើនរណាជាអ្នកឈ្នះពិតប្រាកដចំណែកនៅក្នុងបន្ទប់ឃុំឃាំងវិញនាយកគុកក៏បង្ហាញខ្លួនមកអបអរសាទរ Gangu គ្រាន់តែឃើញសាកសពដេកដាស់ភ្លាមនាងលន់មាត់តែម្ដងថាបុរសម្នាក់នេះពិតជាដៃរហ័សមិនធម្មតាមែនសម្អាតជាន់ទី1ខ្ទេចគ្មានសល់ក្នុងមួយបព្រិចភ្នែកនាងបារម្ភចង់ឲ្យគេសម្រាកសិនព្រោះពួកអ្នកទោសនៅជាន់ក្រោមកាន់តែសាហាវលើសដើមរាប់ដងប៉ុន្តែ Gangu បដិសេធភ្លាមព្រោះគេគ្មានពេលរងចាំទេគេចង់ចុះទៅក្រោមឥឡូវនេះតែម្ដងក៏ប្រាប់ឲ្យនាងបើកទ្វារឲ្យនាងយល់ព្រមតាមសំណូមពរប៉ុន្តែមុននឹងគេចុះទៅសៀនក៏សុំជួយការងារមួយសិនគឺរឿងសញ្ញាអាសន្ននាងនៅតែទទួលបានសញ្ញាពីពួកឆ្មាំការពារដែលកំពុងជាប់គាំងនៅខាងក្រោមហើយពួកគាត់នៅមានជីវិតនៅឡើយនាងអង្វរឲ្យគេជួយសង្គ្រោះពួកគេដើម្បីឲ្យបានត្រឡប់ទៅជួបគ្រួសារវិញ Gangu ក៏សួររកចំនួនភ្នាក់ងារដែលនៅរស់ជាក់ស្ដែងនៅជាន់នីមួយៗប៉ុន្តែនាងពិបាកឆ្លើយណាស់ព្រោះប្រព័ន្ធតាក់ទងនៅជាន់ក្រោមត្រូវបានកាត់ផ្ដាច់អស់ហើយមិនដឹងថាអ្នកណានៅរស់ខ្លះឲ្យប្រកបឡើយលើកលែងតែជាន់មួយខាងក្រោមបំផុតមានភ្នាក់ងារម្នាក់កំពុងវាយ៉ាងត្រដាបត្រដួសលើដីខណៈដែលកាមេរ៉ាសុវត្ថិភាពនៅទីនោះនៅតែដំណើរការធម្មតានៅជាន់ក្រោមដីទី5ភ្នាក់ងារម្នាក់នោះស្រែកហៅឲ្យគេជួយទាំងភិតភ័យបំផុតប៉ុន្តែនៅពីក្រោយគេគឺវងនិងស្រីស្អាតម្នាក់ដែលចេះហោះគ្រាន់តែមេកំណាចម្នាក់នេះលើកដៃឡើងខ្លួនឆ្មាំការពារនោះក៏ចាប់ផ្ដើមហើមប៉ោងរួចក៏ផ្ទុះខ្ទាតឈាមក្រហមឆ្អៅពេញកន្លែងតែម្ដងសៀនដឹងច្បាស់ថាមានអ្នកណាម្នាក់ចង់ឲ្យពួកគេឃើញទស្សនវិជ្ជាដ៏សាហាវនេះលើបែបនេះ Gangu កាន់តែសម្រេចចិត្តច្បាស់ថាត្រូវតែទៅឲ្យលឿនបំផុតក្រុមភ្នាក់ងារផ្ដល់សញ្ញាថាត្រៀមបើកទ្វារជាន់ក្រោមដីទី1ហើយបន្ទាប់មកនាយិកាក៏ចេញបញ្ជាអនុញ្ញាតឲ្យបើកទ្វារភ្លាមនៅពេលទ្វាររបើកនាងបានដាស់តឿនគេម្ដងទៀតឲ្យប្រយ័ត្នបំផុតព្រោះកម្រិតកម្លាំងរបស់អ្នកទោសនៅជាន់បន្ទាប់នេះគឺខុសគ្នាដាច់តែម្ដងនាងប្រៀបធៀបថាដូចមេឃនឹងដីអញ្ចឹងតែមិនទាន់ទាំងបើកទ្វារស្រួលបួលផងស្រាប់តែមានអ្នកទោស2នាក់លេចមុខមកវាយសម្រុកលើGanguភ្លាមម្នាក់ជេរគេថាល្ងងចំណែកម្នាក់ទៀតឌឺដងសួរថាតើអ្នកដែលលឿនជាងគេគឺជាអ្នកឈ្នះមែនទេ
ពួកវាពិតជាក្រអ៊ឹតក្រទាំណាស់រំពេចនោះកាំងយូត្រូវឡំពាត់ដោយអ្នកទោសជាច្រើនអ្នកពួកវាហាក់ដូចជាដឹងមុនហើយបានរៀបចំផែនការចាំកម្ចាត់គេរួចជាស្រេចនាយិកាចាប់ផ្ដើមបារម្ភពីសុវត្ថិភាពរបស់កាំងយូខ្លាំងមែនទែនប៉ុន្តែស្រាប់តែពេលនោះមានអ្នកទោសម្នាក់ទៀតលេចមុខមកចំពីមុខនាងតែម្ដងបារម្ភពីខ្លួនឯងសិនទៅមីស្រីហើយអ្នកទោសនឹងឌឺដងដាក់នាងទាំងដែលខ្លួនឯងកំពុងជាប់ចរន្តសោះតែខណៈពេលវាកំពុងសម្លឹងមើលមុខនាងចំវាក៏ស្រាប់តែចាប់អារម្មណ៍ឃើញអ្វីម្យ៉ាងដែលគួរឲ្យភ្ញាក់ផ្អើលល្មមដល់ពេលហើយពេលដឹងច្បាស់ថានាងជាមេឆ្មាំងគុកភ្លាមវាក៏ស្ទុះទៅច្បាច់កនាងជាប់រួចក្រហមថាឱកាសមាសបែបនេះមិនងាយរកបានទេវើយវានឹកឃើញចង់បំបាក់មុខមាត់ក្រអឺតក្រទមរបស់នាងនឹងយូរហើយរួចវាក៏ស្រែកបញ្ជាទៅពួកអ្នកទោសដទៃទៀតដែលកំពុងជ្រួលច្បល់នោះថានរណាខ្លាំងចាប់មីមេគុកនឹងបានមុនគេអញនឹងឲ្យរង្វាន់ធំតែនិយាយមិនទាន់ពុតពីមាត់ផងស្រាប់តែសម្លេងរបស់វាក៏គាំងជាប់និយាយលេងចេញតែម្ដងហើយគេនឹងគ្រាន់តែងាកក្រោយភ្លាមវាក៏ស្រឡាំងកាំងព្រោះឃើញពួកម៉ាក់វាដេកងាប់រដូវក្រណែលពេញដីអស់ទៅហើយវាកំពុងតែភាំងមិនដឹងថាមានរឿងអីកើតឡើងផងពេលងើយមើលលើភ្លាមឃើញកាំងយូហោះចុះមកដូចរន្ទះបញ្ចេញក្តាប់ដៃផ្ទុះធម្មពលដល់អាអ្នកទោសនឹងមួយដៃបែកជាបំណែកខ្ទេចគ្មានសល់កម្លាំងផ្ទុះនោះខ្លាំងដល់ថ្នាក់ធ្វើឲ្យមេគុកដួលខ្ទាតទៅលើដីកាំងយូក៏បានប្រាប់ព្រមាននាងយ៉ាងមើងម៉ាត់ថាកុំចុះទៅជាន់ក្រោមទៀតបើចង់រស់នៅទីនោះគ្រោះថ្នាក់ខ្លាំងណាស់មេគុកដែលកំពុងភ័យញ័រខ្លួនក៏បានត្រឹមតែងក់ក្បាលយល់ព្រមតែខណៈកាំងយូបំរុងនឹងដើរចេញនាងក៏ស្រាប់តែហៅគេទុកមួយផ្លេតនាងប្រាប់ថាអាមេភេរវកធូម៉ូគីដែលធូម៉ាស់ទើបតែចាប់បាននោះកំពុងតែជាប់ឃុំនៅបន្ទប់សម្ងាត់ជាន់ក្រោមដីទី1កាំងយូឆ្លើយយ៉ាងខ្លីដឹងហើយរួចក៏បន្តដំណើរទៅមុខទៀតកាត់មកជាន់ក្រោមដីទី1វិញម្ដងគ្រាន់តែឮសូរសំឡេងផ្ទុះកណ្ដាប់ដៃដ៏ខ្លាំងរបស់កាំងយូភ្លាមពួកអ្នកទោសក្នុងបន្ទប់ឃុំឃាំងក៏ចាប់ផ្ដើមសង្ស័យថាមានអ្នករត់រួចមែនទេតែស្រាប់តែមានសំឡេងស្រីម្នាក់បន្លឺឡើងយ៉ាងច្បាស់ថាពួកឯងភ្លឺដោះឡើយនាងដឹងច្បាស់ថាមិនអាចទៅរួចទេរួចក៏សួរពួកវាបន្តថាពួកឯងគិតថាមានអាណាម្នាក់ខ្លាំងដល់ថ្នាក់បង្កសំឡេងរញ្ជួយបែបហ្នឹងមែនទេនាងគឺជាធូម៉ូគីជាឃាតករឈាមត្រជាក់ដែលធ្លាប់បំបាក់ហេរ៉ូអស់28នាក់រួចមកហើយនាងធ្លាប់ដាស់តឿនពួកវាហើយតែគ្មានអាណាស្ដាប់ក្នុងនាមជាអតីតហេរ៉ូនាងយល់ថាពួកអភេរវកអស់ហ្នឹងគឺសុទ្ធតែជាពួកអត់ខួរប្រើតែកម្លាំងបាយមិនចេះគិតរំពេចនោះអាម៉ាធំម្នាក់ក៏ស្រែកគំរាមនាងទាំងកំហឹងថាមីងៃចង់ងាប់មែនទេតែធូម៉ូគីមិនញញើតសំបីតែបន្តិចរួចឌឺវាវិញថាគិតថាឯងមានសមត្ថភាពសម្លាប់អញមែនធូម៉ូគីបន្តថាពួកឯងជាប់គុកទីនេះក៏ដោយសារតែសម្លាប់មនុស្សទុនខ្សោយសោះហ្នឹងរួចនាងក៏សួរចំថាចុះធ្លាប់សម្លាប់អ្នកមានធម៌ពលពិសេសទេនាងសួរដេញដោលថាធ្លាប់ប៉ះជាមួយហេរ៉ូខ្លាំងខ្លះអត់តែមើលទៅប្រហែលអត់ទេបើធ្លាប់ប៉ះមែនពួកឯងប្រហែលជាងាប់បាត់មិនមកដេកនៅដល់ទីនេះទេលើបែបនេះអាម៉ាតធំខឹងខ្លាំងរហូតចង់ផ្ទុះដើមទ្រូងរួចស្រែកថាអញនឹងហើយនឹងសម្លាប់ហេរ៉ូឲ្យមើលវាចាប់ផ្ដើមបញ្ចេញធម៌ពលដ៏គួរឲ្យខ្លាចចេញមកភ្លាមគ្រាន់តែមួយដង្ហើមធំធូម៉ូគីវាយតែមួយដៃអាម៉ាតធំនោះដាច់ខ្លួនជា2ចំណែកបាត់ទៅហើយនាងក៏សួរដោយសម្លេងត្រជាក់ស្រឹបថាមានអាណាចង់សាកទៀតទេកាលនៅជាហេរ៉ូនាងធ្លាប់កម្ចាត់ពួកមនុស្សអាក្រក់រាប់មិនអស់នាងដឹងច្បាស់ពីល្បិចនិងចំណុចខ្សោយរបស់ពួកអ្នកមានធម៌ពលពិសេសគ្រប់ប្រភេទទាំងអស់ចំណេះដឹងទាំងនេះហើយដែលជួយឲ្យនាងសម្លាប់ហេរ៉ូបានច្រើននេះនាងក៏ផ្ដល់ជំរឿសថាបើពួកឯងព្រមតាមអញនឹងបង្រៀនពីរបៀបបរបាញ់ពួកហេរ៉ូនឹងនាងនឹងប្រាប់ពីល្បិចកម្ចាត់អ្នកខ្លាំងហើយអ្វីដែលរឹតតែសំខាន់នាងដឹងពីសមត្ថភាពសម្ងាត់របស់កាំងយូទៀតផងធ្វើឲ្យពួកអ្នកទោសដទៃទៀតស្រឡាំងកាំងតែម្ដងពេលឮថានាងស្គាល់ធម៌ពលរបស់តួឯកយើងច្បាស់ពួកវាសួរទាំងចង់ដឹងថាចុះមិនក៏មីឯងដឹងរឿងហ្នឹងធូម៉ូគីតបថាបទពិសោធន៍ធ្វើជាហេរ៉ូរាប់ឆ្នាំរបស់អញមិនមែនទុកលេងសើចទេនាងក្តាប់ព័ត៌មានសម្ងាត់របស់ហេរ៉ូស្ទើរតែទាំងអស់ក្នុងដៃតែអ្នកទោសម្នាក់ទៀតក៏សួរទាំងងឿងឆ្ងល់ថាហើយវាមានអីខុសគ្នាទៅអាហ្នឹងបន្តថាគួនគូជាសមាជិកក្រុម Equality ដែលប្រមូលផ្ដុំទៅដោយកម្ពុជាហេរ៉ូលំដាប់ផ្កាយ5តែប៉ុណ្ណោះវាខុសគ្នាឆ្ងាយណាស់ពីពួកហេរ៉ូលំដាប់ទៀតដទៃទៀតឬបែបនេះធូម៉ូគីក៏សើចចំអករួចប្រាប់ថាតាំងពីឡូសាខ្លាយជាមេដឹកនាំមកអ្វីក៏បានផ្លាស់ប្ដូរអស់ដែរឡូសាបានធ្វើបដិវត្តវិស័យហេរ៉ូទាំងស្រុងនាងបានបដូរនិយមន័យហេរ៉ូថ្មីហើយច្បាប់ហាមដាច់ខាតមិនឲ្យសម្លាប់ពួកមនុស្សអាក្រក់ឡើយមិនត្រឹមតែប៉ុណ្ណឹងនាងថែមទាំងបង្ខំឲ្យហេរ៉ូវឹកហាត់ជាក្រុមហើយចុងក្រោយប្រព័ន្ធបែងចែកឋានៈលំដាប់ផ្កាយក៏ត្រូវនាងលុបចោលខ្ទេចគ្មានសល់ធូម៉ូគីបន្តទាំងឌឺដងថាកនគូចូលក្រុមនឹងចំពេលគេលុបចោលប្រព័ន្ធឋានៈល្មមនឹងឯងហេងឯងក៏ហេងយ៉ាងនេះហ៊ានអាណាម្នាក់ស្មានដល់ថាគេអាចចូលបានឡើយព្រោះស្នាដៃអីក៏គ្មានសោះដល់ថ្នាក់មានពាក្យចចាមអារាមថាគេចូលបានដោយសារមានខ្នងបង្អែកខ្លាំងទៀតផងនិយាយរួមគឺមានខ្សែនឹងឯងស្រាប់តែអ្នកទោសម្នាក់និយាយថាទោះមិនដែលឃើញវាវាយគ្នាផ្ទាល់តែវាកំចាត់ពួកជាន់ទី1បានលឿនដូចរន្ទះបែបហ្នឹងយ៉ាងហោចណាស់ក៏លំដាប់កាយ2ឬលើសនឹងដែរតែធូម៉ូគីតបភ្លាមថាពួកនៅជាន់ទី1ហ្នឹងសិតតែពួកសម្រាមកាសោះហ្នឹងឯងកុំចាញ់បោកភ្នែកនាងឌឺថាសូម្បីតែពួកឯងក៏អាចកំចាត់ពួកអាជាន់លើនឹងបានដោយប្រើតម្រាមដៃម្ខាងដែរកុំភ័យទេអ្នកទោសនៅទីនេះសិតតែលំដាប់អធិរាជឃាតករសម្រាប់មនុស្សម្នាក់រាប់ពាន់នាក់ហើយអាចដែលសម្លាប់ច្រើនជាងគេបំផុតហ្នឹង
គឺអាដែលកំពុងនិយាយជាមួយនាងនឹងឯងថូម៉ូគីបញ្ជាក់ច្បាស់ថានាងមិនមែនចង់ដៀលថាគួនគូខ្សោយទេគេពិតជាខ្លាំងមែនប៉ុន្តែនាងបានក្តាប់អ្វីម្យ៉ាងទុកក្នុងដៃរួចហើយនាងស្គាល់ចំណុចស្លាប់របស់គេច្បាស់ដូចបាតដៃរួចធានាថាលើកនេះនឹងបកបាញ់គេឲ្យខានតែបានពួកវាសួរទាំងមិនសូវជឿថាប្រកាសចិត្តទេនឹងនាងសាក់វិញថាចុះពួកឯងមានជំរឿសអីល្អជាងនឹងទៀតអត់នាងដាស់តឿនថាគិតឲ្យលឿនទៅព្រោះឥឡូវសត្រូវជិតមកដល់មាត់ច្រកហើយទីបំផុតពួកអ្នកតោះក៏ព្រមសហការជាមួយនាងតែនៅសល់តែម្នាក់ទៀតដែលនៅស្ងៀមដល់ថ្នាក់ថូម៉ូគីទ្រាំមិនបានក៏សួរថាចុះឯងវិញចង់តាមពួកអញអត់វាក៏យល់ព្រមដែររួចសួរយ៉ាងខ្លីចុះផែនការយ៉ាងម៉េចបកក្រោយបន្តិចកាលពីច្រើនរយឆ្នាំមុនពេលដែលធម្មពលពិសេសទើបតែចាប់កំណើតឡើងអ្នកវិទ្យាសាស្ត្របានបែងចែកវាជា3ប្រភេទធំៗប្រភេទពង្រឹងសាច់ដុំនិងរាងកាយឲ្យខ្លាំងដូចដែកថែបគេហៅថា physical type ប្រភេទទី2គឺសមត្ថភាពបង្កើតអ្វីៗចេញពីភាពទទេស្អាតហៅថា creation type ចំណែកឯពួកដែលប្លែកខុសពីគេវិញគឺស្ថិតក្នុងប្រភេទពិសេស special type នឹងឯងកាត់មកក្នុងគុកវិញពួកអ្នកទោសកំពុងលួចមើលកាន់គូដែលដើរចូលមកយ៉ាងរំភើយរំពេចនោះមានពន្លឺពណ៌ខៀវធ្លាប់ភ្នែកពួកវាគ្រប់គ្នានេះគឺជាសិល្បៈវិធីរបស់ថូម៉ូគីដែលអាចប្រើរលកខួរក្បាលដើម្បីតាក់ទងគ្នាហើយថែមទាំងអាចឲ្យពួកវាទាំងអស់មើលឃើញទិដ្ឋភាពដែលអ្នកផ្សេងទៀតកំពុងឃើញផងដែរនាងដឹងច្បាស់ថាធម្មពលរបស់ Gangu គឺប្រភេទ physical ដែលពង្រឹងកម្លាំងបាយសុទ្ធសាធដូចជានាងបេះបិទតែម្ដងថូម៉ូគីនឹកឃើញការពីមុនគ្រាដែលនាងនៅជា hero នៅឡើយគឺពេលនោះហើយដែលនាងបានឃើញគេហ្វឹកហាត់រហូតរកឃើញចំណុចស្លាប់របស់គេដោយចៃដន្យថូម៉ូគីនឹកឃើញគ្រាដែលនាងបានរកឃើញចំណុចខ្សោយរបស់គេកាលនាងនៅជា heroine ហើយឃើញគេហាត់ក្បាច់គុណយ៉ាងស្វិតស្វាញគាត់កំពុងហ្វឹកហាត់ជាមួយរ៉ូបូតប្រយុទ្ធដែលធ្លាប់ប្រើក្នុងគុក Ganyu បញ្ចេញជម្រើសពីរព្រមពាក់ឧបករណ៍បង្ក្រាបឬក៏ចង់ងាប់នៅទីនេះស្រាប់តែពន្លឺពណ៌ស្វាយចាស់ចេញពីក្នុងបន្ទប់ឃុំឃាំងផាំងគ្រាប់កំភ្លើងបាញ់ចំគោលដៅដោយការហ្វឹកហាត់ជាមួយរ៉ូបូតបេះបិទហូគីបញ្ជាឲ្យអ្នកទោសយកទ្វារគុកធ្វើជាខែលការពារខ្លួនដើម្បីឲ្យអ្នកមានសមត្ថភាពពិសេសអាចវាយប្រហារពីចម្ងាយបានការបាញ់ប្រហារសម្រុកទៅដូចភ្លៀងតែតួឯករបស់យើងគ្រាន់តែឈរទទួលរងការវាយប្រហារយ៉ាងរំភើយបំផុតដោយដែលតូម៉ូគីបានស្មានទុកនាងដឹងច្បាស់ថាមានហេតុផលដែល Ganyu មិនព្រមកិច្ចពីការវាយប្រហារទាំងនោះហេតុផលសាមញ្ញបំផុតគឺគាត់គិតថាវាគ្មានតម្លៃនឹងកិច្ចគិតដល់ចំណុចនេះតូម៉ូគីក៏បន្ថែមល្បិចក្នុងយុទ្ធសាស្ត្រវាយប្រហារពីចម្ងាយភ្លាម Ganyu ត្រូវមេឃាត់ខ្លួនដោយមិនដឹងខ្លួនឧបករណ៍បង្ក្រាបជាច្រើនហោះទៅជាប់ខ្លួនគាត់តាមរយៈការបាញ់ចេញពីចម្ងាយយ៉ាងលឿនស្លេវបុរសម្នាក់ប្រើសមត្ថភាពពិសេសដើម្បីដំឡើងឧបករណ៍ទាំងនោះឲ្យជាប់ណែនមើលទៅដូចជាផែនការនេះជោគជ័យបាត់ទៅហើយមុននឹងបន្តិចអូគីបានបញ្ជាឲ្យអ្នកទោសទៅឆែកសាកសពឆ្មាំគុកដើម្បីរកមើលឧបករណ៍បង្ក្រាបទាំងនេះឯងតូម៉ូគីអះអាងថាឧបករណ៍10គ្រាប់អាចបង្ក្រាបហេរ៉ូថ្នាក់ទី2ហើយ15គ្រាប់គឺគ្រប់គ្រាន់សម្រាប់ថ្នាក់ទី1នាងប្រគល់ភារកិច្ចនេះឲ្យទៅមីលៀនដែលមានសមត្ថភាពអាចបិទភ្ជាប់វត្ថុទៅលើគោលដៅបានយ៉ាងច្បាស់ក្បាស់ដើម្បីឲ្យប្រកាសក្នុងចិត្តពួកគេលេងដល់ទៅ30គ្រាប់តែម្ដងពេលនេះលើខ្លួនកាន់យូមានសុទ្ធតែឧបករណ៍ជាប់តាមកដៃនិងជើងឃើញបែបនេះពួកអ្នកទោសត្រេកអរខ្លាំងណាស់តែយុទ្ធសាស្ត្ររបស់តូម៉ូគីមានកំហុសធំ3យ៉ាងកំហុសទី1គឺឧបករណ៍ទាំងនោះចាប់ផ្ដើមបែកខ្ទេចត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ Ganyu ក៏ដោះខ្លួនរួចពួកអ្នកទោសស្លឈោមិនទាន់ដឹងខ្លួនផងគាត់ក៏ដាល់ពួកគេខ្ទាតឡើងលើមេឃអស់បាត់ឧបករណ៍ទាំងអស់មិនដំណើរការព្រោះកម្លាំងរបស់ Ganyu គឺលើសពីហេរ៉ូថ្នាក់ទី1ទៅទៀតរាយការណ៍មកថាពួកវាត្រូវកំទេចគ្មានសល់តូម៉ូគីគាំងនិយាយមិនចេញអ្នកទោសដែលនៅរស់ចាប់ផ្ដើមរត់យកប្រាណហើយនាងក៏បញ្ជាឲ្យត្រៀមយុទ្ធសាស្ត្របន្ទាប់ជាបន្ទាន់ស្រាប់តែមានម្នាក់ស្រែកប្រាប់ Ganyu ថាកុំកម្រើកមានអ្នកទោសម្នាក់កំពុងយកភ្នាក់ងារម្នាក់ធ្វើជាចំណាប់ខ្មាំងដើម្បីគំរាមសម្លាប់អ្នកទោសផ្សេងទៀតក៏កំពុងចាប់ចំណាប់ខ្មាំង2នាក់បន្ថែមទៀតដែរពួកគេព្យាយាមចរចាដើម្បីយកជីវិតរស់តែមិនទាន់ទាំងនិយាយចប់ផង Ganyu ប្រើសមត្ថភាពពិសេសបាញ់កាំរស្មីទម្លុះពួកអ្នកទោសងាប់ភ្លាមហើយជួយពួកឆ្មាំបានយ៉ាងលឿននេះគឺជាកំហុសទី2ត្រឹមមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះសភាពការប្រែប្រួលទាំងស្រុងដែលគ្មានអ្នកណាស្មានដល់ទោះបីកម្លាំង Ganyu ស្ថិតក្នុងប្រភេទកាយសម្បទាតែវាក៏ជាប្រភេទសមត្ថភាពពិសេសដ៏កម្រដែរហើយកំហុសទី3ក៏មកដល់មានអ្នកទោសម្នាក់ស្រែកប្រាប់តួឯកយើងថាគេនឹងពាក់ឧបករណ៍បញ្ជាឲ្យវិញសុំតែម្យ៉ាងគឺគុំសម្លាប់គេអីប៉ុន្តែ Ganyu សម្លាប់គេចោលទាំងមិនទាន់និយាយចប់នេះជាកំហុសទី3របស់តូម៉ូគីគឺការប្រើល្បិចជាមួយមនុស្សដែលច្បាប់ទម្លាប់ប្រើមិនកើត Ganyu បញ្ចេញកម្លាំងវាយប្រហារអ្នកទោសជុំវិញខ្លួនខ្ទេចខ្ទីទោះបីជាអ្នកដែលនៅឆ្ងាយក៏រត់មិនរួចដែរគាត់ធ្វើមុខធុញទ្រាន់ហើយនិយាយថាវាយឺតពេលហើយពីចម្ងាយ speech កំពុងដេកដួលដោយសារការវាយប្រហារតាមរលកខួរក្បាលគេភ័យស្លន់ស្លូដល់កំពូលហើយសួរតូម៉ូគីថាមានផែនការផ្សេងទៀតទេតែនាងមិនតបហើយក៏មិនចង់ជឿនៅអ្វីដែលកំពុងកើតឡើងដែរគេស្រែកជេរនាងថាមិនគួរជឿសម្ដីនាងសោះតែតូម៉ូគីនៅតែងឿងឆ្ងល់ថា
ហេតុអីឧបករណ៍ទាំង30គ្រាប់មិនដំណើរការ speech ប្រាប់ថានាងនឹងត្រូវគេដាក់ឧបករណ៍បញ្ជាវិញមិនខានតែនាងបែរជាប្រាប់ឲ្យគេបិទមាត់ទៅវិញនាងផ្ទុះកង្ហឹងយ៉ាងខ្លាំងហើយវាយប្រហារទម្លុះទ្រូងរបស់គេភ្លាមរួចសួរថាឯងស្មានតែខ្លួនឯងជាអ្នកណាហ៊ានមកលើកសម្លេងដាក់យើងនាងនិយាយថាពួកគេមិនមែននៅកម្រិតជាមួយគ្នាទេគ្រាន់តែមកនៅជុំគ្នាជាមួយពួកវាសោះក្រោយសម្រាប់ speed ចោលនាងចាប់ផ្ដើមវិភាគឡើងវិញនាងមានរបស់គ្រប់គ្រាន់សម្រាប់បង្ក្រាប hero ថ្នាក់ទី1តែគាត់បែរជាកំទេចវាចោលដូចរបស់លីងនាងចាប់ផ្ដើមខ្លាចហើយឆ្ងល់ថាហេតុអីគាត់មិននៅជួរមុខបើខ្លាំងដល់ថ្នាក់ហ្នឹងហេតុអីក៏មិននៅទីនេះអ្វីគ្រប់យ៉ាងហាក់ដូចជាមិនសមហេតុផលតទៅសោះសម្រាប់នាងរំពេចនោះមានសម្លេងមួយយ៉ាងភ្នាក់ងារម្នាក់កំពុងវាយ៉ាងពិបាកពេលដឹងខ្លួនថាត្រូវគេឃើញគេក៏យំបង្វល់សុំឲ្យជួយយ៉ាងអណោចអធមនាងលើកដៃបំរុងនឹងវាយប្រហារគេទៅហើយតែស្រាប់តែដៃរបស់នាងត្រូវដាច់ខ្ទាតបាត់នាងគាំងមួយសន្ទុះទើបដឹងថាហ្គាន់យូឈរនៅពីក្រោយដំបូងគាត់ហៅនាងថាជា hero ស្រីតែភ្លាមនោះក៏កែសម្ដីហៅនាងថាជាអ្នកទោសវិញរួចសួររកបណ្ដាំចុងក្រោយស្រីម្នាក់នេះចាប់ផ្ដើមសើចទាំងញ័ររន្ធត់ព្រោះដឹងច្បាស់ថាខ្លួនឯងអស់ផ្លូវរត់ហើយហ្គាន់យូសួរបញ្ជាក់ម្ដងទៀតនៅបណ្ដាំរបស់នាងសួរថាតើពិតមែនទេដែលគាត់ជា hero នៃសមត្ថៈតែម្នាក់គត់ដែលនៅរស់ពេលគាត់ងក់ក្បាលទទួលនាងក៏សើចតិចនាងសួរទៀតថាចុះតូមីស្លាប់ដែរមែនទេហ្គាន់យូនៅស្ងៀមដែលជាការបញ្ជាក់យ៉ាងច្បាស់ថាតូមីពិតជាស្លាប់មែននាងនិយាយថានាងធ្លាប់ប្រាប់ប្អូនស្រីដ៏លងងខ្លៅរបស់នាងហើយថាកុំធ្វើជា hero អីនាងមិននឹកស្មានថាគាត់សម្លាប់មនុស្សច្រើនបែបនេះសោះនាងព្យាយាមឌឺដងថាតើពួក hero ផ្សេងទៀតដឹងរឿងនេះទេនាងដឹងថាឡូសាព្យាយាមកែប្រែប្រព័ន្ធ hero ខ្លាំងណាស់នាងឆ្ងល់ថាបើឡូសាដឹងថាគាត់បំផ្លាញអ្វីដែលនាងខំសាងមកតើនាងនឹងពិបាកចិត្តកម្រិតណាហ្គាន់យូសម្លឹងមើលនាងយ៉ាងត្រជាក់ស្រេបគាត់និយាយយ៉ាងខ្លីថាបណ្ដាំចុងក្រោយរបស់នាងវែងឆ្ងាយពេកហើយកាលតូម៉ូគីខ្លាយជា hero ដំបូងនាងមានអារម្មណ៍ថាមានអ្វីមួយយ៉ាងខុសប្រក្រតីពួក hero បបបាញ់ពួក villain ហើយទទួលបានអភ័យឯកសិទ្ធិទោះបីជាមានពលរដ្ឋស្លាប់ក្នុងប្រតិបត្តិការក៏ដោយពួកគេរស់នៅពីលើច្បាប់ជានិច្ចនៅក្នុងច្រកឌឿងហែមងងឹតមួយមានចៅម្នាក់កំពុងយកកាំបិតភ្ជុងកក្មេងស្រីម្នាក់ពេល hero មកដល់ចៅនោះស្រែកប្រាប់កុំអោយកម្រើកតែត្រឹមការវាយប្រហារតែមួយក្បាច់ខ្លួនប្រាណចៅនោះត្រូវដាច់ជាពីរចំណែកភ្លាមឃាតកម្មយ៉ាងសាហាវរួមជាមួយស្នាមញញឹមដ៏ពីស្ពុលបេសកកម្មបញ្ចប់នោះគឺជាថូម៉ូគីកាលពីមុនគ្រប់គ្នាស្គាល់នាងក្នុងរូបភាពដ៏ភ្លឺស្វាងដែលកាន់ដៃបងស្រីបង្ហាញភាពកក់ក្ដៅបំផុតតូមីដែលជាប្អូនតែងតែលើកដំកើងបងស្រីខ្លួនថាជាវីរបុរសប៉ុន្តែការពិតមិនដូច្នោះទេក្នុងចិត្តថូម៉ូគីមានភាពខ្មៅងងឹតលាក់កំបាំងនាងចូលចិត្តពេលគេសរសើរព្រោះវាធ្វើឲ្យនាងមានអារម្មណ៍ថាខ្ពស់ជាងគេនាងធ្វើជាវីរបុរសជួយមនុស្សមិនមែនព្រោះចង់ជួយទេគឺព្រោះចង់បានអំណាចនិងការមើលងាយអ្នកដទៃរហូតដល់ថ្ងៃមួយក្នុងបេសកកម្មដំបូងនាងបានសម្លាប់មនុស្សជាលើកដំបូងបំផុតក្នុងជីវិតអារម្មណ៍មួយនោះវាមិនមែនជាការភ័យខ្លាចទេតែវាជាភាពស្រាបស្រាលនៃអំណាចដែលនាងមិនធ្លាប់មានការសម្លាប់គឺជាថ្នាំញៀនរបស់នាងវារំភើបវាកក់ក្ដៅនិងពោពេញដោយថាមពលអស្ចារ្យបន្ទាប់មកនាងលែងខ្វល់ថាជាអ្នកណាទៀតហើយចៅប្រជាជនឬសូម្បីតែវីរបុរសដូចគ្នាកាប់មិនរើសមុខអ្វីដែលនាងចូលចិត្តបំផុតគឺការសម្លាប់មិត្តរួមការងារដែលខ្សោយជាងការក្បត់គឺជាចំណង់ចំណូលចិត្តរបស់នាងមើលទឹកមុខមិត្តភ័ក្តិដែលអង្វរសុំជីវិតនោះហើយជាចំណុចកំពូលនៃសេចក្តីសុខរបស់តូម៉ូគីប៉ុន្តែបាបកម្មតែងតែមានសម្អោលថូមីចាប់ផ្ដើមសង្ស័យបងស្រីខ្លួនឯងព្រោះក្លិនឈាមមិនចេះហុយមកឯងទេរយប់ដែលតូម៉ូគីត្រឡប់មកវិញជាមួយក្លិនឈាមធ្វើឲ្យតូមីដាច់ចិត្តលបតាមដានគ្រប់ជំហានក្នុងផ្លូវងងឹតមួយនាងបានឃើញទស្សនវិជ្ជាឃាតកម្មដ៏រន្ធត់ថូមីស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងថូម៉ូគីយាញញឹមយ៉ាងសាហាវរួចសួរទៅប្អូនស្រីថាចង់សាកជាមួយបងទេវារំភើបណាស់ថូមីបដិសេធទាំងទឹកភ្នែកភាពភ័យខ្លាចបានជំរុញឲ្យថាមពលក្នុងខ្លួននាងផ្ទុះឡើងភ្លាមនោះជាលើកដំបូងដែលថូមីប្រើសមត្ថភាពដើម្បីបញ្ឈប់បងស្រីបងកើតរបស់ខ្លួនចាប់ពីថ្ងៃនោះមកបងប្អូនទាំងពីរបានក្លាយជាសត្រូវនឹងគ្នាម្នាក់ជាវីរបុរសម្នាក់ទៀតជាបិសាចកំណាចទីបំផុតថូម៉ូគីក៏ត្រូវចាប់បាននាងសើចចំអកឲ្យថូមីថាប្អូនស្រីនាងលែងហៅនាងថាបងទៀតហើយនាងនិយាយទាំងមើងងាយថាថាមពលរបស់ថូមីគ្មានកម្លាំងបាយសោះពិតជាគួរឲ្យអាណិតណាស់ពួកដែលគ្មានកម្លាំងកាយគឺជាសម្រាមថូមីនៅស្ងៀមមិនតបតអ្វីទាំងអស់ចំពោះពាក្យមើងងាយទាំងនេះតូម៉ូគីនៅតែអួតពីភាពរំភើបនៃការកំទេចជីវិតមនុស្សដោយផ្ទាល់ដៃនាងគិតថាគ្មានអ្នកណាយល់ពីនាងឡើយប៉ុន្តែថូមីឆ្លើយយ៉ាងខ្លីខ្ញុំមិនដែលស្គាល់បងស្រីដូចអ្នកឯងទេកាត់កាលគ្នាចាប់ពីពេលនោះមកត្រឡប់មកក្នុងគុកវិញ
Gangu បានប្រាប់ Tomoki ពីវិនាទីចុងក្រោយរបស់ Tommy ដែលបានស្លាប់ក្នុងសមរភូមិ Tommy ស្លាប់ទាំងការឈឺចាប់និងការហៅរកបងស្រីឲ្យមកជួយឮបែបនេះ Tomoki កាន់តែខឹងខ្លាំងឡើងឈប់និយាយទៅនាងបញ្ចេញថាមពលពេញទំហឹងរួចសម្ដៅទៅរក Gangu ភ្លាមដើម្បីសម្លាប់បំបិតមាត់ Gangu នៅតែស្ងប់ស្ងាត់ពេលដាវរបស់នាងជិតដល់ខ្លួនគាត់ក៏រលាយបាត់ដូចផ្សែងក្នុងមួយប៉ព្រិចភ្នែកគាត់មកលិចមុខនៅពីក្រោយរួចទាត់មួយជើងពេញទំហឹងបោកនាងទៅនឹងជញ្ជាំងធូលីហុយត្រឡោម Gangu ឈររងចាំយ៉ាងត្រជាក់គ្មានការភ័យខ្លាចសូម្បីតែបន្តិច Tomoki ព្យាយាមវាយបកម្ដងទៀតតែត្រូវ Gangu មាត់មួយដៃចំចុងដង្ហើមក្អួតឈាមមកភ្លាមនាងដួលទៅនឹងដីថាមពលក៏រលាយបាត់ Gangu និយាយទាំងសោកស្ដាយចំពោះគ្រួសារមិត្តរួមក្រុមរបស់គាត់ Tomoki ដែលធ្លាប់តែខ្លាំងឥឡូវបែរជាលុតជង្គង់អង្វរសុំជីវិតទៅវិញលែងខ្ញុំទៅខ្ញុំខ្លាចហើយនាងលើកដៃសំពះថាគាត់ជាវីរបុរសតែ Gangu ឆ្លើយយ៉ាងដាច់អហង្ការខ្ញុំលែងជាវីរបុរសទៀតហើយនាងយំស្រែកអោបជើងគាត់មិនចង់ស្លាប់នេះហើយជាទស្សនវិជ្ជាដែលនាងធ្លាប់ធ្វើដាក់អ្នកដទៃរាប់មិនអស់ Gangu សួរទៅវិញថាចុះពេលដែលគេអង្វរឯងតើឯងធ្លាប់ទុកជីវិតឲ្យគេទេ Tomoki សើចទាំងលាប់ឡែព្រោះដឹងថាខ្លួនគ្មានផ្លូវរស់ Gangu ក៏បញ្ចប់រឿងគ្រប់យ៉ាងក្នុងមួយប៉ព្រិចភ្នែកការប្រយុទ្ធនេះធ្វើឲ្យគុកទាំងមូលញ័ររញ្ជួយអ្នកនៅខាងក្រៅចាប់ផ្ដើមផ្អើលឆោឡោខ្លាំងមែនទែនសម្លេងផ្ទុះនោះធ្វើឲ្យអ្នកខ្លះញ័ររន្ធត់ហើយអ្នកខ្លះទៀតកាន់តែចង់ដឹងថានឹងមានរឿងអ្វីកើតឡើងបន្តនៅជាន់ខាងក្រោមបំផុតខ្វានកាន់តែរំភើបគេចង់ឡើងទៅមើលប៉ុន្តែស្រាប់តែប៊ូផាំងកម្លាំងមួយបានវាយគេឲ្យខ្ទាតទៅឆ្ងាយសំបីតែមួកដែលគេលួចមកក៏ធ្លាក់បាត់ដែរ Boros ចំណាស់ម្នាក់ឈ្មោះ Kingston បានលេចមកឡើងឯងអត់សុកមែនទេចង់លេងជាមួយលោកតាទេចៅហួនសើចយ៉ាងសប្បាយរួចហៅគាត់ថាលោកតាចិត្តអាក្រក់លោកតា Kingston ញញឹមយ៉ាងទន់ភ្លន់តាគ្រាន់តែជាមនុស្សចាស់ចិត្តល្អម្នាក់ប៉ុណ្ណោះចៅក្នុងបន្ទប់គ្រប់គ្រងភ្នាក់ងារទាំងអស់កំពុងស្លន់ស្លោពេលឃើញការប៉ះគ្នារវាងបិសាចទាំងពីរនៅជាន់ក្រោមប្រធានគុកគ្រាន់តែសង្ឃឹមថា Kingston នឹងឈ្នះព្រោះបើហួននៅរស់ពិភពលោកនឹងវិនាសមិនខានជួងមើលទៅគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែគេចាប់អារម្មណ៍ឃើញអ្វីមួយយ៉ាងចម្លែកចុះហេតុអ្វីបានជាក្មេងប្រុសម្នាក់នោះធ្វើឲ្យស្ត្រីម្នាក់ហោះនៅលើអាកាសបែបនេះទៅវិញម្នាក់ឈួតនោះសួរទៅបរិសុទ្ធចំណាស់ថាចង់លេងជាមួយវាទេ Kingston យល់ព្រមភ្លាមប៉ុន្តែក្មេងប្រុសនោះបែរជាផ្លាស់ប្ដូរចិត្តថាមិនចង់លេងវិញបរិសុទ្ធចំណាស់និយាយថាឯងប្រកាសជាចង់លេងជាមួយយើងមិនខាន Kingston គឺជាអ ுக ្រិតជនដំបូងគេបំផុតដែលត្រូវបានឃុំខ្លួននៅក្នុងគុក Rules ខុសពីអ្នកទោសនៅជាន់ទី4និងទី5ដែលសម្លាប់មនុស្សរាប់លាននាក់ Kingston សម្លាប់តែ3នាក់ប៉ុណ្ណោះប៉ុន្តែជនរងគ្រោះទាំងនោះសុទ្ធតែជាកំពូលអ្នកខ្លាំងជនរងគ្រោះដំបូងរបស់គេគឺ Caracas ដែលជាវីរៈជនអាក្រក់ខ្លាំងបំផុតនាពេលនោះចំណែកពីរអ្នកទៀតគឺ Clark និង Hilo ពួកគេសុទ្ធតែជាកំពូលវីរៈបុរសខ្លាំងបំផុតប៉ុន្តែ Kingston បានលេចមុខមកពីណាក៏មិនដឹងហើយសម្លាប់មនុស្សខ្លាំងបំផុតទាំង3អ្នកលើលោកនេះភ្លាមតែម្ដងគេឆ្ងល់ថាតើខ្លួនឯងខ្លាចជាអ្នកខ្លាំងបំផុតហើយមែនទេប៉ុន្តែគេបែរជាមានអារម្មណ៍ថាធុញទ្រាន់ទៅវិញហើយក៏សុកចិត្តឲ្យរដ្ឋាភិបាលចាប់ខ្លួនយ៉ាងងាយវាគឺជាការគំរាមកំហែងដល់ពិភពលោកប៉ុន្តែគេបែរជាចុះចាញ់ក្រោយសម្លាប់មនុស្សតែ3នាក់ហើយថែមទាំងអាចរួចខ្លួនបានទៀតដោយសាររដ្ឋាភិបាលនិងសមាគមវីរបុរសមិនសូវត្រូវគ្នាដោយសារតែរឿងរ៉ាវស្មុគស្មាញទាំងនោះការកាត់ទោសប្រហារជីវិតរបស់គេត្រូវបានពន្យាពេលរហូតដល់30ឆ្នាំឯនោះមើលសមត្ថភាពរបស់គេចុះសាកសពចាប់ផ្ដើមមានចលនាហើយហោះនៅជុំវិញខ្លួនគេយ៉ាងគួរឲ្យខ្លាចដូចជាមានវិញ្ញាណចូលសន្ធិដ្ឋអញ្ចឹងបន្ទាប់មកគេក៏កិនសាកសពទាំងនោះឲ្យទៅជាដុំសាច់ហើយបាញ់សម្ដៅទៅរកបុរសចំណាស់ដើម្បីលេងសើចកំសាន្តបុរសចំណាស់នៅតែឈរស្ងៀមមិនរើបំរាស់ឡើយរួចក៏ប្រើដៃចាប់ដុំសាច់មួយយ៉ាងថ្នមហើយក្រវែងវាទៅទិសដៅផ្សេងទៀតគេធ្វើបែបនេះក្នុងល្បឿនយ៉ាងលឿនបំផុតរហូតដល់ដុំសាច់ទាំងអស់ទៅនៅពីក្រោយខ្នងគេត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះមើលទៅដូចជាវាហោះកាត់ខ្លួនគេអញ្ចឹងជួងមើលទៅហាក់ដូចជាមិនខ្វល់ខ្វាយអ្វីឡើយចំណែកបុរសចំណាស់បែរជាញញឹមហើយនិយាយថាគេស្មានតែក្មេងប្រុសនោះប្រើថាមពលបញ្ជាវត្ថុប៉ុន្តែតាមរបៀបដែលគេវាយប្រហារគឺវាមិនមែនជាថាមពលបញ្ជាវត្ថុឡើយរួចគេក៏សួរថាមានក្បាច់អ្វីផ្សេងទៀតទេប៉ុន្តែហួងស្រាប់តែប្រូចិត្តវិញគេថាលែងចង់លេងជាមួយបុរសចំណាស់នេះហើយព្រោះវាមិនសមហេតុផលតតែសោះក្នុងការសម្លាប់មនុស្សដែលជិតស្លាប់ដោយសារចរិយាភាពបែបនេះ Kingston ក៏ស្ដីបន្ទោសឲ្យក្មេងនោះថាអំនួតហួសហេតុគេធ្លាប់ជួបមនុស្សបែបនេះច្រើនណាស់ដែលគេថាខ្លួនឯងខ្លាំងលើសគេក៏ជន់ដីយ៉ាងខ្លាំងបណ្ដាលឲ្យឥតបែកខ្ទេចខ្ទីជាច្រើនចំណែកតែម្ដងដើម្បីបង្ហាញពីកម្លាំងដ៏មហិមារបស់គេបុរសចំណាស់បន្តថាការធ្វើបែបនេះគឺបណ្ដោយឲ្យអំនួតគ្របដណ្ដប់លើខ្លួនឯងបាត់ទៅហើយដែលវានឹងធ្វើឲ្យឯងវិនាសនៅឯបន្ទប់បញ្ជាភ្នាក់ងារម្នាក់មានការភ័យខ្លាចយ៉ាងខ្លាំងនៅពេលមានការរញ្ជួយដីហើយនិយាយថាអាគារនេះហៀបនឹងបាក់បែកខ្ទេចខ្ទីអស់ហើយប្រធាននិយាយថាអាគារនេះមិនអាចបំផ្លាញបានឡើយទោះជាវីរបុរសកម្រិតទី1ក៏ដោយព្រោះមានជញ្ជាំងពិសេសការពាររហូតដល់20ជាន់ប៉ុន្តែនៅជាន់ក្រោមដីវិញ Kingston និយាយថាគេនឹងបង្រៀនក្មេងនេះឲ្យស្គាល់មារយាទរួចក៏បាត់ខ្លួនក្នុងមួយប៉ព្រិចភ្នែក
ហួងកំពុងតែឆ្ងល់ស្រាប់តែដឹងខ្លួនថាបរោះចំណាស់នោះហោះមកទាត់ចំមុខគេទៅហើយវាលឿនដល់ថ្នាក់មើលមិនទាន់សំឡេងផ្ទុះយ៉ាងខ្លាំងបានធ្វើឲ្យគុកទាំងមូលរញ្ជួយរហូតដល់ថ្នាក់ដឹកនាំលេងចង់ស្ដាប់ការរអ៊ូទាំរបស់ភ្នាក់ងារនោះទៀតហើយសូម្បីតែកាំងគូក៏មានអារម្មណ៍ថាមានការផ្ទុះដែរចំណែកភ្នាក់ងារប្រាប់ថារឿងអ្នកណាឈ្នះមិនមែនជាបញ្ហាសំខាន់ឡើយអ្វីដែលគួរព្រួយបារម្ភគឺសភាពគុកហួងមើលទៅហាក់ដូចជាភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលភ្នាក់ងាររាយការណ៍ថា Kingston បានបំផ្លាញជញ្ជាំងទាំងអស់បាត់ទៅហើយឮបែបនេះប្រធានដឹងខ្លួនថាចាប់សពគ្រប់ហើយហួងក៏ឆ្ងល់ដែរថាតើបរិសុទ្ធចំណាស់នេះបំផ្លាញជញ្ជាំងអស់ប៉ុន្មានជាន់ទេគេបំរុងនឹងដើរតាម Kingston ទៅហើយប៉ុន្តែមានស្ត្រីម្នាក់សួរពីក្រោយថាហេតុអីត្រូវដើរតាមបរិសុទ្ធចំណាស់នោះធ្វើអីនាងគឺជាអ្នកដែលតាមដានពីខាងក្រៅគុកនោះឯងនាងញញឹមហើយនិយាយថាការនៅទីនេះនិយាយគ្នាជាមួយនាងប្រហែលជាសប្បាយជាងរហូតធ្វើឲ្យប្រធានគុកមើលហើយមិនចង់ជឿនឹងភ្នែកហួងសួរថានាងជាអ្នកណាស្ទាក៏ឆ្លើយថាបើយើងជជែកគ្នាឲ្យច្រើនជាងនេះឯងនឹងស្គាល់ខ្ញុំច្បាស់មិនខាននៅឯបន្ទប់បញ្ជាប្រធានឆ្ងល់ខ្លាំងណាស់ថាតើស្ត្រីម្នាក់នោះចូលមកដល់ជាន់ក្រោមដីទី5នេះបានដោយរបៀបណាទាំងដែលប្រព័ន្ធការពារតឹងរ៉ឹងបំផុតមុននឹងបន្តការសន្ទនាស្ទាបង្ហាញដៃទៅកាន់កាមេរ៉ាហើយប្រាប់ឲ្យអ្នកមើលចេញទៅឲ្យឆ្ងាយរួចក៏កាត់ផ្ដាច់ការផ្សាយផ្ទាល់តែម្ដងប្រធានមានអារម្មណ៍ខឹងយ៉ាងខ្លាំងខណៈពេលដែល Gandu បានទៅដល់មាត់ទ្វារមួយទៀតដើម្បីបន្តពិសកកម្មគេប្រាប់ថាបានកម្ចាត់សត្រូវនៅជាន់ទី1អស់ហើយសុំឲ្យបើកទ្វារជាន់ទី2ប៉ុន្តែប្រធានប្រាប់ឲ្យគេរងចាំសិនព្រោះស្ថានភាពមិនស្រួលប៉ុន្តែសញ្ញាត្រូវបានកាត់ផ្ដាច់គេគិតថាប្រហែលជាសេវាមិនល្អនៅក្រោមដីទើបគេសម្រេចចិត្តប្រើដៃទាញបើកទ្វារដោយខ្លួនឯងយ៉ាងងាយដូចហែកក្រដាស់ពេល Gandu ដើរចុះតាមជណ្ដើរគេចាប់អារម្មណ៍ឃើញអ្វីមួយយ៉ាងដែលប្លែកខ្លាំងខុសពីជាន់ទី1ដែលគេទើបតែឆ្លងកាត់នៅជាន់មុនមានក្លិនឈាមខ្លាំងណាស់ប៉ុន្តែនៅជាន់ទី2នេះបែរជាគ្មានក្លិនអ្វីសោះសូម្បីតែសាកសពក៏គ្មានមួយដែរគ្រប់យ៉ាងមើលទៅស្អាតប្លែកហួសហេតុរហូតដល់គេឮសំឡេងស្រែកក្មេងស្រីម្នាក់ក្នុងឯកសណ្ឋានសន្តិសុខកំពុងរត់គេចពីបិសាចពីរយ៉ាងលឿនពួកវាហាក់ដូចជាចង់ស៊ីសាច់នាងណារហូតដល់នាងឃើញគេឌូហើយក៏ស្រែកសុំឲ្យជួយសង្គ្រោះជីវិតនាងខណៈពេលដែលបិសាចមួយបំរុងនឹងវាយប្រហារនាងវាត្រូវបានកំចាត់ចោលដោយការវាយតែមួយដៃរបស់តួឯកយើងតែម្ដងបាត់ស្រមោលឈឹងក្មេងស្រីនោះដួលទៅលើដីទាំងក្តីរំភើបហើយហ្គែនឌូក៏សួរនាំនាងថាតើមិនអីទេឬក្មេងស្រីនោះរត់ទៅអោបគេយ៉ាងណែនហើយហៅគេថាកែងហូនាងឆ្ងល់ថាហេតុអីគេមិនដែលប្រាប់នាងថាមានសមត្ថភាពពិសេសបែបនេះតួឯកក៏រុញនាងចេញរួចពន្យល់ថាគេមិនមែនកែងហូទេតែជាបងប្រុសរបស់គេនាងភ្ញាក់ផ្អើលខ្លាំងណាស់ដែលដឹងថាគេគឺជាវីរបុរសហ្គាន់អ៊ូនិយាយថានាងប្រហែលជាសហការីរបស់ប្អូនប្រុសគេហើយប៉ុន្តែទីនេះមិនមានសុវត្ថិភាពសម្រាប់នាងឡើយត្រូវតែចាក់ចេញជាបន្ទាន់ស្រាប់តែឃើញគេមកទីនេះក្នុងឯកសណ្ឋានឆ្មាំហ្គាងគូស្មានថាជានាងជាមិត្តរួមការងាររបស់បងប្រុសគេព្រោះកន្លែងនេះគ្រោះថ្នាក់ខ្លាំងណាស់តែនាងបែរជាហៅគេថាប្អូនថ្លៃពេញមាត់ធ្វើឲ្យគេស្រឡាំងកាំងនាងបន្តថានេះជាលើកដំបូងហើយដែលពួកគេបានជួបគ្នាក្មេងស្រីរូបនេះណែនាំខ្លួនថានាងនឹងក្លាយជាបងថ្លៃរបស់គេថែមទាំងប្រាប់ថាពួកគេទាំងពីរមុខដូចគ្នាខ្លាំងណាស់ហ្គាងគូនិយាយមិនចាញ់តែម្ដងកាត់មកមើលក្នុងបន្ទប់ឃុំឃាំងជាន់ទី2វិញសំឡេងមួយបានហៅមែលហើយនិយាយថាមានមនុស្សចម្លែកកំពុងនៅខាងក្រៅម្នាក់ទៀតក៏យល់ស្របហើយឆ្ងល់ថាតើមនុស្សចម្លែកម្នាក់នោះសាងបាបកម្មមកច្រើនប៉ុណ្ណាទៅក្នុងជីវិតនេះមែលស្រាប់តែនិយាយថាគេម្នាក់នោះបានសម្លាប់ឆ្កែរបស់នាងបន្ទាប់មកម៉ាល់ក៏តបវិញថាពួកគេនឹងបញ្ជូនបរិសម្នាក់នោះទៅចុះនរកចំណែកឯសហការីរបស់កាំងគូក៏ប្រាប់ថានាងធ្លាប់ឃើញគេតែក្នុងរូបថតប៉ុណ្ណោះនាងសរសើរថាតួឯករបស់យើងសង្ហាជាងក្នុងរូបថតទៅទៀតហើយណែនាំខ្លួនថាឈ្មោះហុងជេកែនគូឆ្ងល់ព្រោះបងប្រុសគេធ្លាប់ប្រាប់ថាមានសង្សារតែមិនដែលនិយាយរឿងរៀបការទេហុងចាប់ដើមអៀនបន្តិចនាងចង្អុលទៅពោះរបស់ខ្លួនឯងហើយប្រាប់ថាបងកំពុងមានផ្ទៃពោះដំណឹងនេះធ្វើឲ្យតួឯករបស់យើងភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងបន្តថាគឺទើបតែដឹងបានពី3ថ្ងៃប៉ុណ្ណោះហើយមានកម្រងនឹងប្រាប់ហ្គាងគូក្រោយពេលបញ្ចប់ការប្រហារជីវិតហ្គាងគូសួរបញ្ជាក់ទាំងមិនចង់ជឿថាតើវាជាការពិតមែនទេហុងក៏ងក់ក្បាលបញ្ជាក់ហើយសួរទៅគេវិញថាតើមានបញ្ហាអ្វីមែនទេគេឆ្លើយថាអត់ទេប៉ុន្តែទឹកមុខមើលទៅឈឺចាប់ខ្លាំងណាស់នាងក៏សួរថាហេតុអ្វីបានជាគេមកទីនេះក្នុងឯកសណ្ឋានឆ្មាំបែបនេះហ្គេងគូឆ្លើយថាគេត្រូវបានជួលជាភ្នាក់ងារពិសេសដើម្បីមកប្រហារជីវិតអ្នកទោសទាំងអស់ហុងភ្ញាក់ផ្អើលខ្លាំងហើយសួរថាហេតុអីបានជាគេត្រូវធ្វើរឿងបែបនេះពេលដឹងថានាងមិនទាន់ដឹងរឿងដែលបានកើតឡើងគេក៏ចាប់ផ្ដើមរៀបរាប់ប្រាប់គ្រប់យ៉ាងក្រោយស្ដាប់ចប់ហុងតក់ស្លុតជាខ្លាំងហ្គេងគូប្រាប់ថាគេកំពុងស៊ើបអង្កេតរកមុខអ្នកដែលនៅពីក្រោយការវាយប្រហារនេះនាងក៏សួរពីបងប្រុសគេភ្លាមព្រោះគេនៅជាន់ទី5ដើម្បីអនុវត្តការប្រហារជីវិតកាំងគូចង់និយាយការពិតតែពេលឃើញកៅភ្នែកដែលពោពេញដោយក្តីបារម្ភរបស់បងថ្លៃគេក៏ដាច់ចិត្តនិយាយមិនចេញគេក៏កុហកថាមាននរណាម្នាក់កំពុងផ្ញើសញ្ញាមកពីជាន់ទី5គ្រាន់តែឮបែបនេះ
ហុងមានអារម្មណ៍ធូរស្រាលក្នុងចិត្តភ្លាមតួឯករបស់យើងចង់ជូននាងទៅជាន់លើដែលសុវត្ថិភាពតែនាងបដិសេធព្រោះនាងចង់នៅជួយគេចុះទៅជាន់ក្រោមទៀតគេឆ្ងល់ថាតើនាងមានសមត្ថភាពអ្វីទើបហ៊ាននិយាយបែបនេះហុងក៏ទម្លីអាចកំបាំងថានាងអាចអានការចងចាំរបស់មនុស្សបានតាមរយៈការសម្លឹងមើលនាងប្រាប់តួឯកកុំឲ្យបារម្ភអីនាងមិនបានលួចអានចិត្តគេទេនាងប្រើសមត្ថភាពនេះដើម្បីជួយព្យាបាលផ្លូវចិត្តអ្នកទោសនិងស្វែងរកការពិតថាពួកគេមានទោសពិតមែនឬអត់កាំងហ្គូសួរថាតើនាងអាចជួយគេដោយរបៀបណានាងក៏ប្រាប់ថាជាន់ទី2ទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់ Mel និង Mol ពួកเขาជាបងប្អូន2នាក់នៅក្នុងបន្ទប់ឃុំឃាំងដែលមានធម៌ពលពិសេសប្រភេទ creation type ដ៏គួរឲ្យខ្លាចពួកគេអាចកោះហៅសត្វចម្លែកមកបានហើយពេលពួកវាវាយប្រហារចំបេះដូងនរណាម្នាក់ជនរងគ្រោះនឹងក្លាយជាតុក្កតាបំរើពួកគេភ្លាមឥឡូវនេះអ្នកទោសទាំងអស់នៅជាន់ទី2បានក្លាយជាតុក្កតារបស់ពួកគេអស់ហើយតែកាន់គូប្រាប់ថាគេដឹងរឿងនេះតាំងពីដំបូងម្ល៉េះពួកវាជាកូនសិស្សរបស់ Mango គេមិនត្រូវការព័ត៌មានពីពួកវាទេហើយដេញឲ្យនាងត្រឡប់ទៅវិញជាបន្ទាន់តែនាងនៅតែបដិសេធព្រោះក្នុងចំណោមតុក្កតាទាំងនោះក៏មានភ្នាក់ងារពន្ធនាគារជាច្រើនអ្នកដែរនាងប្រាប់ថាតួឯកនឹងមិនអាចញែកដាច់ទេថាម្នាក់ណាជាភ្នាក់ងារម្នាក់ណាជាអ្នកទោសព្រោះពួកគេទាំងអស់សុទ្ធតែត្រូវបានគ្រប់គ្រងដោយធម៌ពលងងឹតមានតែនាងម្នាក់គត់ដែលអាចប្រើការចងចាំដើម្បីបែងចែកពួកគេបានហ្គាំងគូគិតថាវាមិនចាំបាច់ទេព្រោះពួកគេស្លាប់បាត់ទៅហើយតាំងពីខ្លាយជាតុក្កតាម្ល៉េះប៉ុន្តែហងជំទាស់ថាពួកគេនៅរស់ទេហើយនឹងត្រឡប់មកជាធម្មតាវិញប្រសិនបើពួកគេត្រូវបានរំដោះចេញពីអំណាចរបស់បងប្អូនបិសាចនោះតួឯកយល់ថាវាមិនអាចទៅរួចទេតែនាងទទូចសុំឲ្យគេព្យាយាមសិននាងជឿជាក់ថានាងអាចបញ្ចុះបញ្ចូលពួកគេបាន Gangu បារម្ភពីសុវត្ថិភាពរបស់នាងនិងកូនក្នុងផ្ទៃខ្លាំងណាស់តែនាងតបវិញយ៉ាងម៉ឺងម៉ាត់ថាមុនពេលក្លាយជាម្ដាយនាងគឺជាមន្ត្រីពន្ធនាគារដែលមានភារកិច្ចត្រូវបំពេញសម្ដីនេះធ្វើឲ្យ Gangu នឹកឃើញដល់បងប្រុសរបស់គេក្រោយគិតមួយសន្ទុះគេក៏យល់ព្រមតាមសំណើនាងគេចាប់ផ្ដើមប្រើធម៌ពលរបស់ខ្លួនបង្កើតជាពន្លឺដ៏ខ្លាំងក្លាមួយឡោមព័ទ្ធជុំវិញខ្លួនហុងភ្លាមនាងភ្ញាក់ព្រឺតពេលឃើញធម៌ពលរបស់តួឯកលើខ្លួននាងឲ្យហោះឡើងទៅលើអាកាសហើយបង្កើតជាខែលការពាររាងជារង្វង់កាំងគូបញ្យល់ថាធម៌ពលនេះនឹងការពារនាងពីគ្រោះថ្នាក់គ្រប់យ៉ាងនាងមានអារម្មណ៍ថាចម្លែកហើយសង្ឃឹមថាវានឹងមិនប៉ះពាល់ដល់រាងកាយនាងចោះពួកគេបន្តដំណើរទៅមុខរហូតដល់ជួបសត្វចម្លែកជាច្រើនដែលមានរស្មីនៅលើក្បាលហងប្រាប់ថានេះជាអំណាចរបស់ Mel ហើយរំលឹកថាមានភ្នាក់ងារខ្លះត្រូវបានចាប់ខ្លួនកាំងគូសួរភ្លាមថាម្នាក់ណាខ្លះជាភ្នាក់ងារនាងក៏បដោតអារម្មណ៍ហើយបញ្ចេញសមត្ថភាពភ្នែកទិព្វរបស់នាងកំណត់បានថាពីរអ្នកដែលនៅខាងក្រោយគេបង្អស់គឺជាភ្នាក់ងារនាងបំរុងនឹងប្រាប់ពីផែនការវាយប្រហារតែស្រាប់តែខែលការពារចាប់ផ្ដើមងងឹតទៅរហូតដល់នាងមើលមិនឃើញអ្វីទាំងអស់សូម្បីតែសំឡេងក៏លឺតិចៗដែរ Gangu និយាយថាមានវិធីងាយជាងនេះគេបញ្ចេញធម៌ពលការពារភ្នាក់ងារទាំងនោះហើយប្រើចំណងវីតាមុនចងពួកគេទុកមិនឲ្យមានគ្រោះថ្នាក់ស្របពេលនោះសត្វចម្លែកមួយក្បាលបានស្ទុះមកវាយប្រហារគេតែគ្រាន់តែមួយកណ្ដាប់ដៃប៉ុណ្ណោះវាខ្ទាបទៅបាត់ងាប់ភ្លាមតែម្ដង Gangu ប្រកាសយ៉ាងដាច់អហង្ការថាអ្នកទោសត្រូវតែស្លាប់ព្រោះនេះជាវិធីងាយបំផុតដើម្បីបំបែកក្រុមទាំងពីរចេញពីគ្នាពួកបិសាចសម្រុកមកជាហ្វូងតែជួបជាមួយកណ្ដាប់ដៃមហាទម្ងន់ខ្ទេចមុនពួកវាដឹងខ្លួន Gangu បន្ថែមមួយជើងទៀតទម្លុះពួកវាទាំងអស់ក្នុងពេលតែមួយពីចង្ងាយមានអ្នកកំពុងលួចមើលសកម្មភាពរបស់គេតាមរយៈគ្រាប់បាល់កែវគ្មាននរណាក្រៅពីបងប្អូន Mel និង Mal នោះទេ Mel សួរទៅបងប្រុសខ្លួនទាំងញ័ររន្ធត់ថាតើគេម្នាក់នេះខ្លាំងជាងលោកគ្រូរបស់ពួកគេទៅទៀតមែនទេសមត្ថភាពនេះពិតជាមិនធម្មតាមែនមេដឹកនាំនៅតែបន្តស្ងាត់ជ្រងំស្ងាត់រហូតគួរឲ្យខ្លាច Mel អោបបងប្រុសនាងទាំងភ័យញ័រប៉ុន្តែបងប្រុសនាងបែរជាប្រាប់ថាកុំបារម្ភអីព្រោះចង់សម្លាប់គាត់មែនទេវាមិនងាយស្រួលទេជីស្របពេលជាមួយគ្នាហុងកំពុងស្រែកខ្លាំងពីក្នុងរង្វង់មន្តអាគមសួរថាហេតុអីបានជាតួឯកយើងចាប់នាងឃុំឃាំងបែបនេះ Gangu សុំធូតដែលមិនបានកាន់ទុកជាមុនពេលហុងសួរថាមានរឿងអីកើតឡើង Gangu ប្រាប់យ៉ាងខ្លីថាពួកឆ្មាំគុកត្រូវបានគេយកទៅដាក់ឲ្យនៅដាច់ដោយឡែកអស់ហើយចំណែកអ្នកទោសវិញស្លាប់ខ្ទេចគ្មានសល់ហុងស្ដាប់ហើយភាំងនាងប្រាប់ថាឧបករណ៍ប្រហារជីវិតនៅជាន់ក្រោមទី5ឯនោះតាប៉ុន្តែ Gangu ឆ្លើយយ៉ាងត្រជាក់ថាគេនឹងហើយជាអ្នកសម្លាប់ពួកវាដោយផ្ទាល់ដៃគេសួរនាងវិញថាមានបញ្ហាអីមែនហុងក៏សួរទាំងញ័រតតាក់ថាតើនេះជាគំនិតរបស់អ្នកណា Gangu ឆ្លើយភ្លាមថាជាគំនិតរបស់គេផ្ទាល់ហុងបន្តសួរទាំងមិនអស់ចិត្តថាតើនាយកយល់ព្រមដែរឬទេហើយ Gangu ក៏បញ្ជាក់ថានាយកពិតជាបានព្រមព្រៀងមែនហុងស្ងាត់មាត់ឈឹងភ្នែករបស់នាងពោពេញដោយភាពសោកសៅនាងចង់និយាយអ្វីម្យ៉ាងតែនិយាយមិនចេញ Gangu នៅតែមិនខ្វល់រួចនាងក៏សួរគេទាំងបារម្ភថាតើគេមិនអីទេឬគេឆ្លើយថាគេគ្រាន់តែធ្វើតាមទូនីតិជាឆ្មាំគុកតែប៉ុណ្ណោះគេសួរនាងវិញថាតើមានអីខុសមែន
ហងតបវិញភ្លាមថាខុសខ្លាំងណាស់នាងចាប់ដើមប្រកែកថាតួនាទីរបស់ឆ្មាំគឺមិនមែនដើរសម្រាប់មនុស្សទេប៉ុន្តែគឺដើម្បីកែប្រែពួកគេឲ្យល្អឡើងវិញតែមុននឹងនាងនិយាយចប់កាំងគូក៏កាត់សម្ដីនាងកណ្ដាលខែកគេធុញនឹងស្ដាប់ទ្រឹស្ដីពិភពលោកក្នុងសុបិនអស់ទាំងនេះណាដូចជាសម្ដីរបស់លូសាឬបងប្រុសរបស់គេជាដើមគេដឹងច្បាស់ណាស់ថាលទ្ធផលនៃការដើរតាមឧត្តមគតិស្អាតស្អំទាំងនោះវាទៅជាយ៉ាងណាពួកអ្នកទោសទាំងនេះបានបំផ្លាញជីវិតមនុស្សស្លូតត្រង់រាប់មិនអស់ឥឡូវនេះវាមិនសំខាន់ទៀតទេថាគេជាឆ្មាំគុកឬជាវីរបុរសអីនោះគេដឹងខ្លួនច្បាស់ថាគេគួរតែសម្លាប់ពួកអសត្វធាតុដែលបោះបង់ភាពជាមនុស្សចោលតាំងពីដំបូងមកម្ល៉េះហងភ័យឡើងស្លេកមុខពេលឮបែបនេះហើយនិយាយថាពួកគេក៏ជាមនុស្សដែរតែកាំងគូមិនជឿត្រជាខ្លួនឯងទាល់តែសោះគេសួរទៅនាងវិញថាតើនាងពិតជានិយាយថាពួកវាជាមនុស្សមែនឬពួកអ្នកទោសនៅជាន់ទី2នេះសុទ្ធតែជាឃាតករសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់សម្រាប់កាំងគូពួកវាសមតែស្លាប់កាលពីមុនប្រហែលជាមានការជជែកវែកញែករឿងទោសប្រហារជីវិតព្រោះខ្លាចសម្លាប់មនុស្សខុសដោយអយុត្តិធម៌ប៉ុន្តែគេនិយាយថាដោយសារតែនាងមានធម៌ពលផ្លូវចិត្តនាងច្បាស់ជាបានដឹងច្បាស់ពីអារម្មណ៍ពិតរបស់ពួកវាហើយហងនិយាយថាគ្រប់គ្នាសុទ្ធតែមានរឿងរ៉ាវផ្ទាល់ខ្លួនជាពិសេសគឺ Mel និង Mi តែកាំងគូតបវិញថាគ្រប់គ្នានៅលើលោកនេះក៏មានរឿងរ៉ាវរៀងៗខ្លួនដែររួមទាំងជនរងគ្រោះក៏មានរឿងរបស់គេដែរចុងក្រោយគេសួរថាតើវាខុសគ្នាត្រង់ណាបើពួកវាត្រូវស្លាប់ដោយសារដៃគេឬស្លាប់ដោយសារច្បាប់ប្រហារជីវិតនោះហងព្យាយាមប្រកែកថាទោសប្រហារជីវិតគឺសម្រាប់បុគ្គលម្នាក់ៗតែប៉ុណ្ណោះប៉ុន្តែកាំងគូប្រាប់ឲ្យនាងឈប់និយាយភ្លាមគេគ្រាន់តែចង់ឲ្យនាងស្ងាត់មាត់ព្រោះបើនៅតែបន្តគេនឹងបញ្ជូននាងត្រឡប់ទៅវិញហើយដោះស្រាយរឿងនេះតាមរបៀបរបស់គេម្នាក់ឯងបន្ទាប់ពីប្រកែកគ្នាឡើងតានតឹងពួកគេក៏បន្តដំណើរទៅមុខរហូតជួបនឹងក្រុមឆ្មាំគុកមួយក្រុមទៀតដែលបានក្លាយជាបិសាចអស់ទៅហើយកាំងគូប្រាប់ឲ្យនាងជួយមើលថាតើអ្នកណាខ្លះជាឆ្មាំគុកបន្ទាប់ពីស្គាល់អត្តសញ្ញាណហើយគេក៏រៀបចំខ្លួនកំទេចពួកវាចោលហងមើលទៅគេដោយភ្នែកសោកសៅហើយនិយាយថាកាំងហូច្បាស់ជាពិបាកចិត្តខ្លាំងណាស់បើដឹងថាបងប្រុសខ្លួនឯងកំពុងធ្វើរឿងសាហាវបែបនេះកំហឹងរបស់កាំងគូចាប់ផ្ដើមពុះកញ្ជ្រោលហើយពួកបិសាចសម្រុកចូលមកវាយប្រហារតែគាត់ឈរស្ងៀមមិនកម្រើកឡើយស្រាប់តែមានមួយកាប់ចំកញ្ចឹងកគាត់ពេញទំហឹងតែម្ដងប៉ុន្តែផាច់មុខដាវបាក់ខ្ទេចសំបីតែស្នាមឆ្កូតក៏គ្មានសម្ដីរបស់ហុងលាន់រំពងក្នុងក្បាលហើយភ្លាមនោះកាំងគូក៏ប្រែជាក្នុងពេលកំពុងវាយបកវិញគេគិតក្នុងចិត្តថាគេតែងតែអួតអាងប៉ុន្តែខាងក្នុងវិញបែរជាពោពេញដោយភាពខឹងសម្បារនិងការឈឺចាប់បំផុតរូបភាពរបស់លោកសាក៏ផុសឡើងក្នុងក្បាលដែលគេមិនចង់ទទួលស្គាល់តលតែសោះបន្ទាប់មកក៏ជារូបភាពបងប្រុសរបស់គេខណៈពេលដែលកាំងគូកំពុងតែសម្លាប់ពួកបិសាចយ៉ាងសាហាវឃោឃៅហងឃើញហើយភ័យឡើងញ័រខ្លួនពួកបិសាចទាំងអស់ក៏សម្រុកចូលមកវាយប្រហារគេក្នុងពេលតែមួយស្រាប់តែដុំធម្មពលចាប់ផ្ដើមបង្កើតឡើងជុំវិញខ្លួនគេកាំងគូគិតពីភាពមួម៉ងដែលគេកំពុងផ្ទុករួចក៏បើកដំណើរការសមត្ថភាពកម្រិតទី5តែម្ដងដុំធម្មពលទាំងនោះបានបាញ់កំទេចពួកបិសាចទាំងអស់ក្នុងពេលតែមួយគេសម្រេចចិត្តថាគេនឹងបញ្ចេញកំហឹងទាំងអស់ទៅលើពួកអ្នកទោសទាំងនេះត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះបិសាចទាំងអស់ត្រូវបានសម្លាប់ខ្ទេចនៅសល់តែភ្លៀងឈាមស្រោចពេញដីខណៈដែលកាំងគូគិតក្នុងចិត្តថាគេនឹងបញ្ចេញកំហឹងនេះឲ្យអស់ទោះបីជាវាបានធូរចិត្តតែបន្តិចក៏ដោយពីចម្ងាយស៊ីនគោកំពុងលួចមើលគេដោយប្រើសមត្ថភាពពិសេសរបស់នាងឡើងក្រហមមុខរួចនិយាយថាគេកាន់តែសង្ហាជាងមុនទៅទៀតនៅក្នុងគុកនេះកាំងគូបន្តដំណើរទៅមុខហើយសម្លាប់រាល់បិសាចដែលមកពីផ្លូវរហូតដល់ពួកគេបានជួបនឹងឆ្មាំគុក3នាក់ដែលបានក្លាយជាបិសាចប៉ុន្តែគេក៏ចាប់អារម្មណ៍ឃើញអ្វីម្យ៉ាងរួចក្រឡេកទៅមើលចំហៀងទ្វារក៏របើកឡើងហើយមានមនុស្ស2នាក់ដើរចេញមកព្រមទាំងនិយាយថារីករាយណាស់ដែលបានជួបលោកពួកគេគឺជាបងប្អូន2នាក់គឺ Mel និង Mi កាំងគូនិយាយថាគេមិននឹកស្មានថាពួកវាមកជួបគេដោយខ្លួនឯងបែបនេះសោះបែបនេះវាកាន់តែស្រួលសម្រាប់គេក្នុងការកម្ចាត់ចោលឲ្យអស់គេក៏តបវិញយ៉ាងខ្លីថារីករាយដូចគ្នាហងព្យាយាមនិយាយជាមួយពួកគេប៉ុន្តែ Mel សួរថាហេតុអីបានជានាងមិនទៅជួបពួកគេព្រោះនាងគួរតែត្រូវបានបញ្ជូនទៅឋានសួគ៌បាត់ទៅហើយកាំងគូប្រាប់ឲ្យពួកវាបញ្ឈប់ការប្រើសមត្ថភាពភ្លាមរួចចាប់ផ្ដើមប្រមូលធម្មពលក្នុងដៃគេនិយាយថាបើពួកវាស្ដាប់បង្កប់គេនឹងផ្ដល់សេចក្តីស្លាប់ដោយគ្មានការឈឺចាប់មីក៏សួរឡើងទាំងងឹងឆ្ងល់ថាតើគ្មានជំរើសណាដែលពួកគេអាចរស់បានទេឬកាំងគូក៏បញ្យល់ថាអ្នកទោសនៅជាន់ទី1ដល់ទី4អាចមានជំរើសថានឹងប្រើឧបករណ៍គ្រប់គ្រងឬអត់គេមើលទៅហាក់ដូចជាត្រូវបិសាចចូលសន្ធឹករួចនិយាយថាពួកអាបិសាចនៅជាន់ទី2ដែលសម្លាប់មនុស្សរាប់មិនអស់ដោយពួកឯងគឺមានតែផ្លូវស្លាប់មួយគត់មីនិយាយថាគេធ្លាប់ឮថាកាំងគូគឺជាមិត្តរួមការងាររបស់មីរបស់គេ Mel ក៏និយាយទៅកាន់ប្អូនប្រុសរបស់នាងអំពីពេលដែលលោកសាចាប់ពួកគេហើយប្រាប់ថាកាំងគូមានក្លិនអាយ៉ាខុសពីលោកសាដាច់តែម្ដងបន្ទាប់មកនាងក៏ស្រែកជេរថាតួឯកប្រកាសជាធ្លាក់នរកមិនខានគេចាប់ដើមប្រមូលធម្មពលម្ដងទៀតរួចនិយាយថាចាំមើលទៅថាអ្នកណាជាអ្នកទៅនរកមុនមីព្យាយាមចរចាថាគេនឹងឈប់ប្រើសមត្ថភាពប្រសិនបើកាំងគូលើកលែងទោសឲ្យប៉ុន្តែគេបដិសេធដាច់អហង្ការហងប្រាប់ពួកគេថា
ការធ្វើបែបនេះមានតែធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅប៉ុណ្ណោះ Mel ចាំមុខហុងច្បាស់រួចព្យាយាមបញ្ចុះបញ្ចូលថាពួកគេមិនទាន់បានប្រព្រឹត្តបទឧក្រិដ្ឋអីដែលត្រូវស្លាប់នៅឡើយទេហំព្យាយាមឲ្យគាត់ស្ដាប់បន្តិចសិនតែgang yuវិញបារម្ភថាពួកនេះមិនព្រមសហការស្រួលបួលគាត់និយាយកាត់ភ្លាមថាគ្មានផ្លូវទេគាត់បញ្ជាក់ច្បាស់ដោយកំហឹងថាគ្មានការចរចាជាមួយពួកបិសាចអីហ្នឹងទេធ្វើឲ្យហុងភ័យរហូតបែកញើសត្រជាក់ពេញខ្លួនតែម្ដងគ្មានជំរឿសផ្សេងទេគាត់និយាយបែបហ្នឹងរួចក៏បង្កើតញញួរយ៉ាក់ចេញពីអំណាចរបស់គាត់សម្រាប់គាត់បិសាចមិនសមនឹងដឹងពីការឈឺចាប់អីទេចង់ចរចាហើយនិយាយថាគេមិនចង់វាយគ្នាទេបើអាចជួយស្ដាប់រឿងរបស់គេបន្តិចតែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយgang yuបដិសេធភ្លាមហុងសុំឲ្យគាត់សាកនិយាយជាមួយបងប្អូនពីរនាក់នោះដោយសន្តិវិធីតែgang yuបែរជាបិទបាំងការមើលឃើញរបស់នាងម្ដងទៀតដើម្បីកុំឲ្យឃើញទស្សនវិជ្ជាបន្ទាប់គាត់បញ្ចេញទឹកមុខធុញថប់រួចប្រាប់ឲ្យនាងនៅស្ងៀមបន្ទាប់មកក៏ជន់ដីមួយទង្ហឹងបញ្ចេញធម៌ពលទៅចងបងប្អូនពីរនាក់នោះជាប់ចឹងតែម្ដងពួកបងប្អូននោះស្រែកឡើងដោយការឈឺចាប់ខ្លាំងណាស់gang yuនិយាយបែបត្រជាក់ស្រំថាវិធីធ្វើទារុណកម្មបែបហ្នឹងគាត់ស្ទាត់ជំនាញបំផុតគាត់ក៏មិននឹកស្មានថាចំណេះដឹងខាងធ្វើបាបមនុស្សអាក្រក់របស់គាត់មានប្រយោជន៍នៅពេលនេះដែរឬបែបនេះពីរអ្នកបងប្អូននោះភ័យរហូតដល់ឡើងស្លេកមុខអស់ហើយនិយាយទាំងអស់សង្ឃឹមថាការនិយាយគ្នាគ្មានន័យទេព្រោះតួឯកយើងមិនមែនជាមនុស្សឡើយចំណែកបងស្រីគេវិញស្រែកថាពួកគេមិនមែនជាបិសាចទេអូហូgang yuភ្ញាក់ផ្អើលបន្តិចដែរនៅពេលដឹងថាអ្នកដែលគាត់ចាប់បានគឺជាអ្នកទោសដែលត្រូវបានគេប្រែរូបរាងសោះតែសម្លេងពីក្រោយនៅតែបន្តនិយាយថាពួកគេគឺជាមនុស្សដែលមានអំណាចពិសេសតែប៉ុណ្ណោះមិនមែនបិសាចអីទេមិនចាំយូរgang yuសម្រាប់អ្នកទោសទាំងពីរអ្នកនោះចោលភ្លាមដោយមិនមានការស្ទាក់ស្ទើរសូម្បីតែបន្តិចពួកបងប្អូននោះសួរថាតើពួកគេខុសពីអ្នកដតីត្រង់ណាស្រាប់តែបិសាចជាច្រើនចេញមកទៀតតែត្រឹមមួយពព្រិចភ្នែកgang yuកាត់ក្បាលពួកវាដាច់អស់រលីងគាត់មានអារម្មណ៍ធុញថប់ជាខ្លាំងក្នុងពេលជាមួយគ្នាបរិសម្នាក់កំពុងតាមដានគ្រប់យ៉ាងតាមរយៈគ្រាប់បាល់កែវភ្នែកពីចម្ងាយគេបារម្ភថាប្អូនប្រុសកំពុងប្រើបិសាចដើម្បីបំបីជញ្ជាំងហើយសួរថាតើត្រូវជួយទេតែនាងបដិសេធព្រោះការការពាររបស់gang yuគឺរឹងមាំខ្លាំងណាស់នាងបានបង្កើតវងមន្តអាគមដ៏មានអានុភាពមួយហើយប្រើវាទៅលើគ្រាប់បាល់កែវភ្នែកនោះភ្លាមតែម្ដងរំពេចនោះវងមន្តអាគមយក្សមួយបានលេចឡើងនៅចំពោះមុខតួឯកយើងរួមជាមួយបិសាចយក្សជាច្រើនដែលកំពុងត្រៀមវាយប្រហារនេះហើយគឺជាកម្លាំងរបស់អ្នកកោះហៅតែសម្រាប់gang yuពួកវាគ្មានតម្លៃអីទេគាត់ក៏ដាល់មួយដៃពេញទំហឹងទៅលើពួកវាភ្លាមគាត់លោតឡើងលើរួចក៏ទម្លាក់ខ្លួនចុះមកវិញជន់បិសាចនោះឡើងខ្ទេចសម្លេងផ្ទុះឡើងផាំងស្រាប់តែពួកបិសាចផ្សេងទៀតមកព័ទ្ធជុំវិញគាត់វិញគាត់ក៏បញ្ចេញថាមពលកម្មរស្មីពណ៌ក្រហមដ៏សាហាវកាត់ដាច់ពួកបិសាចទាំងអស់ត្រឹមតែមួយក្បាច់ប៉ុណ្ណោះហើយខ្លួនគាត់វិញគ្មានសូម្បីតែស្នាមឆ្កូតភ័យខ្លាំងណាស់នាងសួរថាតើត្រូវចំណាយពេលប៉ុន្មានទៀតមៀលប្រាប់ថានៅសល់ប្រហែល10នាទីទៀតឯនោះវាមិនគ្រប់គ្រាន់ទេនាងនិយាយបែបហ្នឹងរួចក៏ខំរៀមដៃបង្ហូរឈាមដើម្បីធ្វើពិធីកោះហៅបិសាចថ្មីដែលមានកម្លាំងខ្លាំងជាងមុនមកទៀតស្រាប់តែផាំងពីដានត្រូវគេកំទេចឡើងហុយដីត្រឡោមធ្វើឲ្យបងប្អូនទាំងពីរនោះងឿងឆ្ងល់ជាខ្លាំងថាមានរឿងអីកើតឡើងគឺgang yuនឹងឯងដែលមកដល់មៀលស្រក់ទឹកភ្នែកភ្លាមនៅពេលឃើញពីដានធ្លុះជាប្រហោងយ៉ាងធំសម្បើមបែបនេះgang yuប្រមានថាបើគាត់ចាប់បានម្នាក់ម្ដងពួកគេនឹងជាប់ជាមិនខានគាត់ប្រាប់ឲ្យពួកគេបញ្ឈប់អំណាចទៅដើម្បីស្លាប់ដោយគ្មានការឈឺចាប់gang yuសម្លឹងមើលពួកគេដោយក្រសែភ្នែកពោពេញដោយកំហឹងពួកបងប្អូននោះវិញបានត្រឹមឆ្ងល់ថាតើបុរសម្នាក់នេះមានអំណាចច្រើនដល់កម្រិតណាទៅគាត់ដើរចូលទៅចិត្តរួចបញ្ជាម្ដងទៀតឲ្យពួកគេបញ្ឈប់ការប្រើប្រាស់អំណាចរបស់ពួកគេភ្លាមពួកគេភ័យខ្លាំងណាស់តែមីមិនព្រមចោះចាញ់ទេគេទះដៃមួយទំហឹងបង្កើតវងមន្តអាគមកោះហៅជាច្រើននៅលើក្បាលរបស់gang yuមើលទៅលើឯណោះទេវតាយក្សចំនួន4រូបត្រូវបានកោះហៅមកដែលមានដូចជា Michael, Gabriel, Raphael និង Uriel តែគ្រាន់តែមួយរំពេចgang yuបញ្ចេញអំណាចរួចក៏ធាក់មួយជើងឡើងខ្ទេចខ្ទីអស់ធ្វើឲ្យពីរអ្នកបងប្អូននោះស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងនិយាយមិនចេញមែនតែនតែគេនៅតែមិនព្រមឈប់ក៏កោះហៅពួកឆ្មាំគុកចេញមកវិញម្ដងដើម្បីការពារខ្លួនគេស្រែកប្រាប់ឲ្យgang yuនៅឲ្យឆ្ងាយរួចព្យាយាមយកពួកឆ្មាំគុកធ្វើជាចំណាប់ខ្មាំងដើម្បីចរចាតែgang yuនិយាយកាត់ភ្លាមគាត់ប្រាប់ឲ្យដោះលែងឆ្មាំចេញបន្ទាប់មកបងប្រុសនោះឮសំឡេងម្យ៉ាងហើយនៅពេលក្រឡេកទៅមើលក៏ឃើញមីលកំពុងយំដោយសារត្រូវអំណាចgang yuចាប់ជាប់តួឯកយើងប្រមានថាបើមិនព្រមដោះលែងឆ្មាំទេគាត់នឹងធ្វើឲ្យប្អូនស្រីរបស់គេស្លាប់ក្នុងសភាពឈឺចាប់បំផុតដែលមិនធ្លាប់មាននិយាយមិនទាន់ផុតពីមាត់ផងក្មេងស្រីនោះក៏ចាប់ដើមស្រែកឡើងដោយការឈឺចាប់ជាខ្លាំងនាងយំសោកយ៉ាងខ្លោចផ្សាបំផុតឃើញបែបហ្នឹងមីក៏ព្រមដោះលែងឆ្មាំទាំងអស់ភ្លាមប៉ុន្តែគេសុំត្រឹមតែរឿងម្យ៉ាងគត់គឺចង់និយាយជាមួយហុងតែgang yuមិនស្ដាប់ទេគាត់បញ្ជាឲ្យបញ្ឈប់អំណាចជាមុនសិនខណៈពេលដែលក្មេងស្រីនោះនៅតែបន្តស្រែកដោយការឈឺចាប់យ៉ាងខ្លាំងគាត់បញ្ជាក់ថាគាត់នឹងឈប់លុះត្រាតែមីបញ្ឈប់អំណាចរបស់គេសិន
បន្ទាប់ពីដោះលែងឆ្មាំហើយមីក៏ប្រញាប់ទៅចិត្តប្អូនស្រីរបស់គេភ្លាម គ្រប់គ្នាទាំងឆ្មាំនិងអ្នកទោសងឿងឆ្ងល់មិនដឹងថាមានរឿងអីកើតឡើងទេស្រាប់តែក្នុងពេលនោះហ្គាំងយូក៏សម្លាប់អ្នកទោសទាំងអស់នៅទីនោះចោលគ្មានសល់បងប្អូនពីរអ្នកនោះភ័យឡើងតក់ស្លុតចំណែកពួកឆ្មាំវិញក៏សួរទៅហ្គាំងយូថាតើវាមានរឿងអីឲ្យប្រាកដទៅ គាត់មិនឆ្លើយអីច្រើនទេគ្រាន់តែប្រាប់ឲ្យពួកគេត្រឡប់ទៅខាងលើវិញទៅនិយាយថាឥឡូវគេឈប់ប្រើអំណាចទោះឯងយើងគួរតែរក្សាសន្យាដែរ ហ្គាំងយូក៏យល់ព្រមឲ្យពួកគេនិយាយជាមួយហុងតាមការសន្យាធ្វើឲ្យបងប្អូនពីរអ្នកនោះមានការភ្ញាក់ផ្អើលជាខ្លាំង តែគាត់ថាគួរតែទៅកន្លែងផ្សេងសិនទៅព្រោះទស្សនវិជ្ជានៅទីនេះវាមិនសមរម្យសម្រាប់ស្ត្រីដែលមានផ្ទៃពោះមើលឃើញឡើយ ត្រឡប់មកកន្លែងហុងវិញម្ដងនាងក៏សួរថាមានរឿងអីកើតឡើងខ្លះហ្គាំងយូឆ្លើយយ៉ាងខ្លីថាការងាររបស់គាត់ត្រូវបានបញ្ចប់រៀបរយហើយបន្ទាប់ពីដឹងថាឆ្មាំទាំងអស់ត្រូវបានដោះលែងនាងក៏សួរពីបងប្អូនពីរនាក់នោះហ្គាំងយូក៏ប្រាប់ថាពួកគេចង់និយាយជាមួយនាងបន្តិចមុនពេលពួកគេត្រូវស្លាប់ហងព្យាយាមខាត់ឲ្យប្រាប់ថាអាចប្រើឧបករណ៍បញ្ជាបានតែតួឯកយើងមិនស្ដាប់ទេគាត់ប្រាប់នាងយ៉ាងមើងម៉ាត់ថាកុំឲ្យខ្ញុំនិយាយដដែលឲ្យសោះពួកបិសាចនេះគាត់ត្រូវទៅចាត់ការដោយខ្លួនឯង ពួកបិសាចចំនួនទី2ដែលសម្លាប់មនុស្សរាប់មិនអស់ទាំងនេះវានឹងត្រូវស្លាប់ក្រោមដៃរបស់គាត់ផ្ទាល់ឮសម្ដីដាច់ខាតបែបនេះហ្គាតហុងបើកភ្នែកធំនាងស្រឡាំងកាំងជាថ្មីចំពោះភាពសាហាវរបស់តួឯកយើងតែគាត់បែរជាសួរនាងវិញថាតើពួកវាពិតជាធ្វើខុសរហូតដល់ត្រូវស្លាប់មែនទេគាត់មើលទៅពួកវារួចនិយាយថាតាមពិតទៅពួកវាមិនបានធ្វើអ្វីខុសធ្ងន់ធ្ងររហូតដល់ត្រូវកាត់ទោសប្រហារជីវិតឡើយគាត់ដេញដោលសួរឲ្យនាងឆ្លើយឲ្យលឿនមកទីបំផុតហុងក៏ដាច់ចិត្តហៅឈ្មោះបងប្អូនទាំងពីរនោះចេញមករួចនិយាយទាំងបង្ខំចិត្តថាពួកវាពិតជាត្រូវតែស្លាប់មែន គ្រាន់តែឮពាក្យស្លាប់ភ្លាមបងប្អូនកំសត់ទាំងពីរអោបគ្នាទាំងទឹកភ្នែកហុងចង់និយាយអ្វីផ្សេងទៀតដើម្បីជួយតែចុងក្រោយនាងបែរជាដកដង្ហើមធំរួចនៅស្ងៀមទៅវិញដោយមិនអាចនិយាយអ្វីបានទៀតគ្មានពាក្យអ្វីត្រូវនិយាយទៀតឡើយហ្គាំងគូសួរទៅបងប្អូនទាំងពីរនោះជាលើកចុងក្រោយថាមានអ្វីចង់និយាយទៀតទេតែអ្វីដែលទទួលបានគឺភាពស្ងប់ស្ងាត់និងភាពអស់សង្ឃឹមខ្ញុំនឹងធ្វើតាមសន្យាតួឯកយើងនិយាយយ៉ាងត្រជាក់ស្រជុំដល់ពេលត្រូវប្រហារជីវិតហើយពេលនោះមែលភ័យខ្លាំងណាស់នាងចាប់ផ្ដើមអង្វរសុំជីវិតទាំងយំសោកសង្រេងបំផុតនាងអោបបងប្រុសនាងយ៉ាងណែនមិនព្រមលែងឡើយតែហ្គាំងគូមិនខ្វល់ទេគាត់ដាល់មួយដៃយ៉ាងខ្លាំងបន្ទាប់ពីផ្សែងហុយរលាយអស់អ្វីៗក៏ប្រែជាច្បាស់ក្នុងភ្នែកតួឯកយើងភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះលោកគ្រូរបស់ពួកគេបានលេចមុខមកគាត់បានបង្កើតខែលការពារបងប្អូនទាំងពីរនោះយ៉ាងទាន់ពេលវេលាគឺលោកគ្រូម៉ាកូនឹងឯងគាត់គឺជាអ្នករួមដំណើររបស់ហ្គាំងគូនាពេលកន្លងមកសូម្បីតែបងប្អូនទាំងពីរក៏ស្រឡាញ់កាំងដែរចំណែកហ្គាំងគូវិញតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតទៅចប់បាត់វីដេអូយើងដល់ទីបញ្ចប់ត្រឹមហ្នឹងហើយបើអ្នកទាំងអស់គ្នាពេញចិត្តកុំភ្លេចចុច like ម្នាក់មួយផងចាំជួបគ្នាភាគក្រោយទៀតណាបាយបាយ